ក្រោយពេលកាតម្ដងទៀតរឿងដំបូងគឺលោកភាគហ៊ុនក្រុមហ៊ុនក្នុងតម្លៃថោកឲ្យមិត្តសម្លាញ់រួចក៏រៀបចំខ្លួនចាក់ចេញទៅឲ្យឆ្ងាយព្រោះជាតិមុនមិត្តសម្លាញ់ចេះតែទាញខ្ញុំឲ្យរកស៊ីជាមួយខ្ញុំដែលជាអ្នកជំនាញបច្ចេកទេសបន្ទាប់ពីចូលហ៊ុនក្នុងក្រុមហ៊ុនបានបរិច្ចាគកម្មសិទ្ធិបញ្ញាហ្គេមរបស់ខ្លួនដោយមិនគិតថ្លៃនឹកស្មានមិនដល់ពេលក្រុមហ៊ុនចាប់ផ្ដើមរីកចម្រើនអាមិត្តសម្លាញ់នោះក៏រួមគំនិតជាមួយសង្សារខ្ញុំទាត់ខ្ញុំចោលធ្វើឲ្យខ្ញុំជំពាក់បំណុលវ៉ាន់ដុកខ្ញុំទ្រាំនឹងសម្ពាធលេងបានក៏លោតពីលើអាគារសម្លាប់ខ្លួនពេលបានកើតម្ដងទៀតសង្សារកំពុងអប់ដៃខ្ញុំតែលួចធ្វើភ្នែកដាក់មិត្តសម្លាញ់របស់ខ្ញុំជីឈើក្រុមហ៊ុនយើងអាចរីកចម្រើនលឿនយ៉ាងនេះគឺដោយសារតែស្នាដៃអញហើយរួយនេះសុទ្ធតែជាស្នាដៃរបស់បៃវ៉ែនរបស់អូនតើឧជាចោលសម្លឹងមកខ្ញុំក្នុងដៃកាន់ឯកសារមួយគំនរហើយក្នុងដៃខ្ញុំក៏មានឯកសារមួយចំនួនតែត្រូវការឲ្យអញស៊ីញ៉េក្រុមហ៊ុនយើងកំពុងរៀបចំដាក់លក់ភាគហ៊ុនជាសាធារណៈពេលចូលទីផ្សារភាគហ៊ុនហើយតម្លៃខ្លួនយើងនឹងកើនឡើងឬរួយក្រូវីដៃដែលកំពុងអប់ខ្ញុំធ្វើរកពីគួរឲ្យស្រឡាញ់ហើយនិយាយថាបៃវ៉ែនបងប្រញាប់ស៊ីញ៉េទៅបន្តិចទៀតយើងទៅរំលេងកំសាន្តខ្ញុំសម្លឹងមើលឯកសារទាំងនោះក្នុងចំណោមនោះមានមួយច្បាប់គឺជាឯកសារដែលខ្ញុំស្ម័គ្រចិត្តផ្ទេរភាគហ៊ុនឲ្យទៅក្រុមហ៊ុនពេលនោះខ្ញុំកំពុងតែវង្វេងវង្វាន់គូផ្សំនឹងលឺរួយអញ្ចេះតែនិយាយលួងលោមជំរុញខ្ញុំផងខ្ញុំក៏បានស៊ីញ៉េឈ្មោះខ្លួនឯងខ្ញុំក្រឡេកមើលវូជីចោគេដឹងថាខ្ញុំជាអ្នកបច្ចេកទេសមិនសូវខ្វល់ពីរឿងទាំងនេះទេហើយក៏មិនអានកិច្ចសន្យាទាំងនោះលម្អិតដែរប្រហែលដោយសារខ្ញុំមិនបានស៊ីញ៉េភ្លាមឬរួយដែលនៅក្បែរក៏ប្រាប់ខ្ញុំថាបៃវ៉ែនបងធ្វើឲ្យលឿនឡើងវូជីចោក៏មានការសង្ស័យបន្តិចដែរសួរខ្ញុំថាកាត់អីនឹងបៃវ៉ែនមានបញ្ហាអីមែនទេគ្មានបញ្ហាអីទេគ្រាន់តែថ្ងៃនេះខ្ញុំរៀងហត់បន្តិចចាំថ្ងៃស្អែកចាំស៊ីញ៉េចុះខ្ញុំខ្លែងធ្វើជាហត់នឿយខ្លាំងស៊ីញ៉េឯកសារមួយច្បាប់មិនចំណាយពេលយូរទេក្រុមហ៊ុនយើងចិត្តដាក់លក់ភាគហ៊ុនហើយឯកសារខ្លះត្រូវរៀបចំឲ្យហើយបើមិនអញ្ចឹងដល់ពេលនឹងមានបញ្ហាខ្ញុំក្រោកឈរហើយនិយាយថាមិនបាច់ប្រញាប់ទេចាំថ្ងៃស្អែកចាំធ្វើបន្តចុះខ្ញុំឈឺក្បាលបន្តិចសុំទៅសម្រាកសិនហើយខ្ញុំដើរចេញទៅក្រៅឬរួយប្រញាប់រត់តាមមកសួរនាំខ្ញុំនាងប្រាប់ថានឹងជូនខ្ញុំទៅផ្ទះខ្ញុំគ្រូវិដ័យប្រាប់ថាមិនបាច់ទេឲ្យនាងនឹងវូជីឆោទៅរាំលេងនៅក្លឹបចុះខ្ញុំសាងឱកាសឲ្យពួកគេដោយចិត្តណាព្រោះខ្ញុំត្រូវទៅផ្ទះមុនដើម្បីរៀបចំផែនការសងសឹករបស់ខ្ញុំឬរួយក៏មិនបានគិតច្រើនដែរក៏និយាយថាអញ្ចឹងបងទៅមុនចុះអូននឹងជាឆោទៅលេងមួយផ្លែតអូននឹងឆាប់ត្រឡប់មកវិញបើបងមានរឿងអីត្រូវប្រាប់អូនឲ្យទាន់ពេលណាឬរួយដែលស្លៀកពាក់សិចស៊ីពាក់ស្បែកជើងកែងខ្ពស់ក៏បានឡើងឡានទំនើបរបស់វូជីឆោបាត់ទៅខ្ញុំបើកឡានអាឌីA4របស់ខ្លួនឯងសម្ដៅទៅផ្ទះខ្ញុំនឹងរៀបចំទុកជាមុនរក្សាទុកទិន្នន័យអាប់ដេតហ្គេមឲ្យបានល្អនេះជាទិន្នន័យសំខាន់ដែលខ្ញុំរៀបចំទុកសម្រាប់អាប់ដេតអាចកំបាំងខ្ញុំលុបទិន្នន័យភាគច្រើនក្នុងកុំព្យូទ័រចោលទុកតែមួយផ្នែកដែលខ្ញុំចង់ឲ្យពួកគេយកបានខ្ញុំរវល់រហូតដល់ពាក់កណ្ដាលអាធ្រាត្រខាងក្រៅក៏មានសំឡេងបើកទ្វារខ្ញុំដឹងថាលឺរួយត្រឡប់មកពីក្រៅវិញហើយខ្ញុំបិទកុំព្យូទ័រហើយដើរចេញពីបន្ទប់ធ្វើការមើលទៅលឺរួយហាក់ដូចជាមានជាតិស្រវឹងហើយនៅលើក៏មានស្នាមខ្វាច់ដែរក្នុងចិត្តខ្ញុំពិតជាមិនសប្បាយចិត្តសោះតែនៅតែសង្កត់អារម្មណ៍មួយនេះចុះមកវិញហើយដើរលេងសប្បាយទេខ្ញុំសួរដោយសំឡេងស្ងប់ស្ងាត់ពេលលឺរួយឃើញខ្ញុំភ្លាមកែវភ្នែករបស់នាងច្បាស់ជាមានភាពភិតភ័យបន្តិចប្រហែលជាមិនទាន់រៀបចំខ្លួនរួចរាល់នាងរៀងភ្ញាក់ផ្អើលហើយឆ្លើយថាធម្មតាទេបៃហ្វេនបងមិនសូវស្រួលខ្លួនទេមែនទេម៉េចក៏មិនទាន់គេងទៀតទម្លាប់ចូលដេកយូរទៅហើយចុះឥឡូវបងមានអារម្មណ៍យ៉ាងម៉េចដែរមិនអីទេលឺរួយបដូរសាច់រឿងអញ្ចឹងអូនទៅងូតទឹកសិនចាំបន្តិចទៀតចាំយើងនិយាយគ្នាខ្ញុំមកក្បាលសម្លឹងមើលលឺរួយពាក់ស្បែកជើងកែងដើរទៅបន្ទប់ទឹករងចាំប្រហែល15នាទីលឺរួយរុំកន្សែងពុះគោដើរចេញមកនាងប្រាប់ខ្ញុំថាបៃវ៉ែនថ្ងៃនេះម៉េចក៏បងមិនទៅដើរលេងទំនេរទៅរាំលេងបន្ធូរអារម្មណ៍ក៏ល្អដែរពេលនេះក្រុមហ៊ុនមិនចិត្តដាក់លក់ភាគហ៊ុនទេខ្ញុំចង់រៀបចំឯកសារខ្លះឲ្យហើយពេលរួយឬខ្ញុំនិយាយបែបនេះក៏ងក់ក្បាលនិយាយត្រូវជីចៅថ្មីនេះដើម្បីរឿងក្រុមហ៊ុនដាក់លក់ភាគហ៊ុនគេលះបងច្រើនណាស់នាងនិយាយបណ្ដាបង្ហាញទឹកមុខអាណិតអាសូរហើយឯកសារដែលជីចៅឲ្យបងត្រូវឆាប់ស៊ីញ៉េបើបងគ្មានពេលឬមិនចង់ស៊ីញ៉េពួកយើងទាំងពីរធ្វើលិខិតប្រកល់សិទ្ធិមួយទៅបងឲ្យអូនជាអ្នកទៅស៊ីញ៉េជំនួសក៏បានលឺរួយនិយាយទាំងញឹមមិនបាច់ធ្វើលិខិតទេអូនទៅស៊ីញ៉េយកតែម្ដងទៅពេលនេះអូនក៏ជាគូដណ្ដឹងរបស់បងទៅហើយពេលលឺរួយឬបែបនេះក៏ប្រកែកភ្លាមច្បាស់ជាមិនបានទេទោះអូនជាគូដណ្ដឹងបងតែយើងនៅមិនទាន់រៀបការរឿងបែបនេះមកចប់ណាស់បើមិនអញ្ចឹងអូនទៅរៀបចំលិខិតប្រកល់សិទ្ធិឥឡូវនេះស៊ីញ៉េឈ្មោះមកចាំស្អែកពេលទៅដល់ក្រុមហ៊ុនអូននឹងប្រញាប់ស៊ីញ៉េឯកសារផ្សេងទៀតឲ្យអស់
នាងហាក់ដូចជាប្រញាប់បន្តិចខ្ញុំឃើញបែបនេះក៏ប្រាប់ថាយប់នេះយប់ជ្រៅហើយចាំស្អែកទៅក្រុមហ៊ុនចាំគិតទៀតថ្ងៃទី2ខ្ញុំក្រោកពីព្រលឹមពួកយើងញ៉ាំអាហារពេលព្រឹករួចលឺរួយក៏ជិះឡានអដេរបស់ខ្ញុំទៅក្រុមហ៊ុនដោយចម្លែកតាមផ្លូវនាងចេះតែនិយាយជាមួយខ្ញុំមួយម៉ាត់ពីរតែអ្វីដែលនាងមិនដឹងគឺពេលនេះខ្ញុំស្ដាប់មិនចូលពាក្យសម្ដីរបស់នាងសោះក្របពូជនៃការសងសឹកបានដុះក្នុងចិត្តខ្ញុំคล้ายជាដើមឈើធំបាត់ទៅហើយឡានបើកមកដល់ក្រុមហ៊ុនអ្វីដែលខ្ញុំនឹកស្មានមិនដល់គឺវូជាចៅបានរងចាំខ្ញុំនៅកន្លែងធ្វើការបាត់ទៅហើយគេស្លៀកពាក់ឈុតធំយ៉ាងសមរម្យទឹកមុខស្រស់ស្រាយខ្ញុំគិតថាគេច្បាស់ជាទ្រាំចាំឲ្យខ្ញុំស៊ីញែឯកសារទាំងនោះលេងបានហើយគេពិតជាឆ្លាតវៃហើយក៏សាហាវណាស់ដែរឯងមកដល់ហើយតានេះមិនមែនជាម៉ោងធ្វើការធម្មតាទេមិនយឺតទេតាខ្ញុំនិយាយពាក្យនេះចប់វូជាចៅច្បាស់ជាកឹងអស់ប៉ុន្មានវិនាទីគេសម្លឹងមើលនាឡិកាមានកំណត់នៅលើកដៃហើយដកដង្ហើមធំគឺយើងប្រញាប់ពេកពេលនេះក្រុមហ៊ុនមានរឿងច្រើនឯងក៏ដឹងថារឿងខ្លះត្រូវដោះស្រាយឲ្យបានលឿនវូជាចៅនិយាយទាំងអៀនខ្មាស់ថ្មីនេះការងារក្រុមហ៊ុន Rovoster វិលមុខបៃហ្វេនបងត្រូវយោគយល់ពីការលំបាករបស់យាយចៅខ្លះផងខ្ញុំសម្លឹងមើលអ្នកទាំងពីរលេងល្ខោនចូលគ្នាក្នុងចិត្តសើចចំអកក្នុងកែវភ្នែកក៏បង្ហាញពីអត្ថន័យជ្រាលជ្រៅខ្ញុំមកក្បាលទៅនិយាយគ្នានៅបន្ទប់ធ្វើការឯងទៅលើផ្ទៃមុខវូជាចៅលេចចេញស្នាមញឹមមកក្បាលពួកយើងទាំង3ក៏ទៅកាន់បន្ទប់ធ្វើការរបស់គេខ្ញុំគ្រាន់តែទៅដល់បន្ទប់គេក៏ប្រញាប់យកឯកសារមួយគំនរនោះចេញមកភ្លាមឯកសារនេះមិនចាំមនុស្សទេរបស់ទាំងនេះឯងត្រូវប្រញាប់ស៊ីញែឲ្យហើយខ្ញុំសម្លឹងមើលឯកសារទាំងនោះយីចៅខ្ញុំគិតថាចង់ដកខ្លួនពីក្រុមហ៊ុននេះជាកិច្ចសន្យាផ្ទេរភាគហ៊ុនដែលខ្ញុំបានរៀបចំពេលខ្ញុំនិយាយពាក្យនេះចប់អ្នកទាំងពីរបើកភ្នែកធំមិនហ៊ានជឿសម្លឹងមកខ្ញុំបាយហ្វេនឯងមិនច្រឡំទេមែនទេដកភាគហ៊ុនពេលនេះឯងមិនដឹងថាក្រុមហ៊ុនយើងកំពុងរៀបចំដាក់លក់ភាគហ៊ុនទេឯងធ្វើបែបនេះនឹងបំផ្លាញផែនការដាក់លក់ភាគហ៊ុនរបស់ក្រុមហ៊ុនយើងហើយវូជាចៅមានអារម្មណ៍មុំម៉ៅបន្តិចឬរួយក៏ប្រញាប់ជួយនិយាយថាបាយវ៉ែនបងធ្វើការមិនអាចរឹងរូសតាមចិត្តពេកទេដឹងទេពួកយើងឥឡូវកំពុងបើកក្រុមហ៊ុនមិនមែនលេងល្បែងកូនក្មេងទេឬរួយនិយាយបណ្ដាឲ្យសញ្ញាភ្នែកទៅវូជាចៅក៏ប្រញាប់យកសាច់រឿងមកលួងលោមខ្ញុំមែនហើយបាយវ៉ែនរួយនិយាយត្រូវឯងនឹងរួយពេលនេះចិត្តរៀបការហើយឯងដកភាគហ៊ុនពេលនេះពិតជាមិនមែនជាគំនិតល្អសោះរងចាំក្រុមហ៊ុនយើងដាក់លក់ភាគហ៊ុនដល់ពេលនោះប្រាក់ចំណេញនឹងហូរចូលមកមិនដាច់អញ្ចឹងឯងនឹងរួយក៏អាចមានជីវិតដ៏សុខស្រួលមិនបាច់ខ្វល់ខ្វាយឯងគិតអញ្ចឹងទេអ្នកទាំងពីរចេះតែលួងលោមខ្ញុំតែខ្ញុំមិនរវីរវល់ទោះបីឯងចង់ដកភាគហ៊ុនក៏ដោយក៏ត្រូវស៊ីញែឯកសារទាំងនេះសិនដែរឯងគិតយ៉ាងម៉េចមែនហើយបាយវ៉ែនឯកសារទាំងនេះប្រញាប់ណាស់ស៊ីញែរួចចាំគិតរឿងដកភាគហ៊ុនទៀតខ្ញុំសម្លឹងមើលអ្នកទាំងពីរដែលកំពុងតក់ស្លុតព្រួយបារម្ភគិតក្នុងចិត្តថាពួកគេកំពុងសម្ដែងធ្វើអីបើឆ្លោះគ្នាពេលនេះពួកគេនៅតែអាចយកលុយបានមួយចំនួនធំរស់នៅយ៉ាងសុខស្រួលធ្វើបែបនេះវាងាយស្រួលពេកសម្រាប់គូស្នេហ៍ក្បត់ទាំងពីរនេះហើយជីចៅរ៉យតាមពិតរឿងនេះខ្ញុំបានគិតទុកយូរហើយថ្មីនេះខ្ញុំទៅពេទ្យពិនិត្យសុខភាពពេទ្យប្រាប់ថារាងកាយខ្ញុំស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមទាំងស្រុងហើយត្រូវតែសម្រាប់ព្យាបាលបើមិនអញ្ចឹងខ្លាចតែមានជីវិតរកលុយតែគ្មានជីវិតចាយលុយអញ្ចឹងឯងក៏មិនអាចដកភាគហ៊ុនដែរឯងអាចស៊ីញែឯកសារហើយត្រឡប់ទៅសម្រាប់ចុះយើងនឹងសម្រេចចិត្តឲ្យឯងឈប់សម្រាកយូរមួយរយៈមែនហើយបាយវ៉ែនដើម្បីសុភមង្គលរបស់យើងបងមិនអាចរឹងរូសបែបនេះទេស៊ីញែឯកសារទាំងនេះហើយត្រឡប់ទៅសម្រាកក៏បានអ្នកទាំងពីរនៅតែបន្តប្រើពាក្យផ្អែមល្ហែមលួងលោមខ្ញុំក្រឡេកមើលពួកគេទាំងពីរហើយនិយាយថាយាចុះឯងមើលឯកសារដែលខ្ញុំឲ្យសិនទៅវូយាចុះដឹងខ្លួនក៏យកឯកសារមកមើលភាពអន្ទះសារនៅលើមុខក៏ចាប់ផ្ដើមបាត់ទៅបន្តិចម្ដងផ្ទុយទៅវិញលេចចេញនៅភាពសង្ស័យលឺរួយឃើញបែបនេះក៏សួរថាម៉េចហើយយាចុះបាយហ្វេនឯងប្រកាសទេថាភាគហ៊ុននេះឯងចង់បានតែ100លានរួចភាគហ៊ុនដែលនៅសល់ផ្ទេរឲ្យរួយមែនទេឲ្យទៅរួយទៅថ្ងៃក្រោយឲ្យនាងជំនួសខ្ញុំនៅក្នុងក្រុមហ៊ុនទៅលឺរួយគ្រាន់តែខ្ញុំនិយាយបែបនេះលើផ្ទៃមុខក៏បង្ហាញក្តីរំភើបភ្លាមក៏និយាយថាមែនឬបាយហ្វេនអូនពិតជារំភើបចិត្តណាស់មិនអីទេពួកយើងក៏ចិត្តរៀបការនឹងគ្នាទៅហើយរបស់ទាំងនេះឲ្យទៅអូនក៏ដូចជាទុកឲ្យខ្លួនឯងដែរប៉ុន្មានថ្ងៃនេះបងពិតជាចង់សម្រាកខ្លាំងណាស់វូជាចៅនឹងលឺរួយពេលលើពាក្យនេះផ្ទៃមុខពួកគេលេចចេញស្នាមញឹមពួកគេប្រហែលជានឹកស្មានមិនដល់ទេថាខ្ញុំនឹងព្រមប្រគល់ភាគហ៊ុនរបស់ខ្លួនឯងដោយស្ម័គ្រចិត្តអ្នកទាំងពីរមានទឹកមុខរីករាយហ៎បើឯងគិតរួចរាល់ហើយអញ្ចឹងកិច្ចសន្យានេះយើងគិតថាមិនមានបញ្ហាទេអញ្ចឹងខ្ញុំស៊ីញែហើយវូជាចៅស៊ូបញ្ជាក់ឲ្យខ្ញុំស៊ីញែប៉ុន្តែលុយនេះឯងត្រូវប្រញាប់វាចូលកុងរបស់ខ្ញុំនេះជាមូលនិធិរៀបការរបស់ខ្ញុំនឹងរួយទៅថ្ងៃមុខយើងនឹងប្រាប់ផ្នែកហិរញ្ញវត្ថុឲ្យវាលុយឲ្យឯងភ្លាម
លុយនេះត្រូវវេចូលកងរបស់ឯងឬកងរបស់រ៉ូយនវូជីចូលស្រាប់តែសួរឡើងឬរ៉ូយនគ្រាន់តែពាក្យនេះក៏ច្បាស់ជាមានអារម្មណ៍ភ័យបន្តិចសម្លឹងមកខ្ញុំដោយក្តីរំពឹងវេចូលកងខ្ញុំសិនទៅខ្ញុំត្រូវរៀបចំការភ្ញាក់ផ្អើលឲ្យរ៉ូយនគ្មានលុយក៏មិនបានដែរផ្ទៃមុខឬរ៉ូយនលេចចេញក្តីខកចិត្តមួយផ្លែតក្តីខកចិត្តនេះកើតឡើងលឿនក៏បាត់ទៅវិញលឿនដែរអញ្ចឹងក៏បាននិយាយរួចវូជីចូលក៏ទូរស័ព្ទទៅផ្នែកហិរញ្ញវត្ថុដើម្បីផ្ដាំផ្ញើបន្ទាប់មកខ្ញុំក៏បានស៊ីញេឈ្មោះខ្លួនឯងលើកិច្ចសន្យាវូជីចូលពេលឃើញខ្ញុំស៊ីញេឈ្មោះរួចទប់មិនបានក៏ដកដង្ហើមធំដោយធូរទ្រង់ឬរ៉ូយនក៏ដូចគ្នាខ្ញុំសាច់តិចពេលនេះឯកសារទាំងនោះមិនបាច់ឲ្យខ្ញុំស៊ីញេទៀតទេត្រូវទេមិនបាច់ទេអញ្ចឹងពួកឯងធ្វើការចុះខ្ញុំទៅមុនហើយរ៉ូយនបើអូនមានការអីទូរស័ព្ទមកបងណាហើយខ្ញុំគិតក្នុងចិត្តថាអ្នកទាំងពីរពេលនេះច្បាស់ជាកំពុងជេរខ្ញុំក្នុងចិត្តថាអាល្ងងហើយខួរក្បាលមានបញ្ហាតែពួកគេមិនយល់ពីទ្រឹស្ដីមួយទេគឺចង់ឲ្យវាវិនាសត្រូវធ្វើឲ្យវាឈួតសិនបន្ទាប់មកផែនការសងសឹករបស់ខ្ញុំក៏ចាប់ផ្ដើមហើយខ្ញុំត្រឡប់ទៅផ្ទះវិញរៀបចំអីវ៉ាន់បន្តិចបន្តួចខ្ញុំដឹងថាក្រុមហ៊ុនចិត្តដាក់លក់ភាគហ៊ុនវូជីចូលច្បាស់ជាត្រូវការស្នាដៃដ៏ល្អមួយដើម្បីទាក់ទាញអ្នកវិនិយោគដូច្នេះរឿងដែលគេត្រូវធ្វើគឺអាប់ដេតហ្គេមបញ្ចេញតួអង្គវីរបុរសថ្មីមួយតួអង្គវីរបុរសថ្មីនេះគឺជាអ្នកដែលខ្ញុំរចនាទុកជាយូរមកហើយមុនពេលបញ្ចេញក្រុមហ៊ុនក៏បានបង្ហើបដំណឹងខ្លះហើយទទួលបានការគាំទ្រខ្លាំងសូម្បីតែអ្នក review game ល្បីក៏នាំគ្នាចេញវីដេអូដាច់ដោយឡែកពន្យល់ពីតួអង្គហ្គេមថ្មីនេះដែរពេលនេះតួអង្គវីរបុរសនេះស្ទើរតែប្រែក្លាយជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាទៅហើយដោយហេតុនេះខ្ញុំដឹងថាខាងផ្នែកផ្សព្វផ្សាយរបស់ពួកគេនៅថ្ងៃស្អែកនឹងមានរៀបចំសន្និសីទកាសែតមួយយ៉ាងពិសេសខ្ញុំរៀបចំអីវ៉ាន់រួចរាល់ក៏ផ្ញើសារប្រាប់លឺរ៉ូយនមួយប្រាប់នាងថាខ្ញុំទៅដើរលេងសម្រាកកាយលឺរ៉ូយនមិនបានតបសារខ្ញុំទេខ្ញុំទិញសម្បត្តិយន្តហោះទៅដល់សេនយ៉ាក៏បន្ទប់សន្តាគាររួចក៏កំណត់កុំព្យូទ័រនិងទូរស័ព្ទឲ្យនៅស្ងាត់រហូតដល់យប់លឺរ៉ូយនក៏នៅតែមិនតបសារខ្ញុំដដែលពេលខ្ញុំកំពុងមើលទូរស័ព្ទមានមនុស្សម្នាក់ផ្សេងទៀតផ្ញើសារមកខ្ញុំគេឈ្មោះយ៉ាវលីគឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ហ្គេមដែលខ្ញុំបង្កើតគ្រួសារគេមានលុយទើបតែរៀនចប់មិនទាន់បានប៉ុន្មានគ្រួសារក៏ឲ្យលុយប៉ុន្មាន10លានដើម្បីចេញរកស៊ីដោយពឹងផ្អែកលើដើមទុនប៉ុន្មាន10លាននោះឥឡូវនេះនៅលើអ៊ីនធឺណិតគេក៏មានមុខមាត់គួរសម្ដែងទ្រព្យសម្បត្តិកើនឡើងច្រើនដងគេតែងតែលួងលោមឲ្យខ្ញុំបដូរការងារតែងតែប្រាប់ខ្ញុំថាវូជីចៅមិនមែនជាមនុស្សល្អទេប្រាប់ថាបើខ្ញុំទៅបើកក្រុមហ៊ុនហ្គេមជាមួយគេភាគហ៊ុន90គេនឹងប្រគល់ឲ្យខ្ញុំទាំងអស់គេយកតែបន្តិចបន្តួចប៉ុណ្ណោះគេនិយាយថាគេធ្វើហ្គេមមិនមែនដើម្បីលុយទេគឺដើម្បីចំណង់ចំណូលចិត្តចង់បង្កើតហ្គេមដ៏អស្ចារ្យមួយពេលនោះខ្ញុំនៅតែស្រមៃចង់រៀបការជាមួយលឺរ៉ូយនមានជីវិតដ៏សុខស្រួលរហូតដល់ពេលខ្ញុំចិត្តលោតអាគារសម្រាប់ខ្លួនយ៉ាវីនៅតែខលមកខ្ញុំទៀតសួរខ្ញុំថាមានត្រូវការអីឲ្យជួយទេពេលនឹកឃើញពេលនេះអ្វីដែលយ៉ាវលីធ្វើពិតជាធ្វើឲ្យខ្ញុំរំភើបចិត្តណាស់គិតទៅខ្ញុំក៏ទេទៅយ៉ាវលីវិញគ្រាន់តែទូរស័ព្ទខលចូលភ្លាមខាងយ៉ាវលីស្ទើរតែទទួលភ្លាមតែម្ដងក្នុងទូរស័ព្ទគេនិយាយមកខ្ញុំថាបៃវ៉ែនទីបំផុតឯងព្រមទទួលទូរស័ព្ទខ្ញុំហើយមិនបានជាឯងចេញពីក្រុមហ៊ុនទៅវិញគ្មានអីទេធ្វើការប៉ុន្មានឆ្នាំនេះរាងកាយទ្រាំលេងបានចេញមកលំហែកាយបន្តិចឯងចេញទៅដើរលេងឥឡូវឯងនៅណាខ្ញុំទៅឥឡូវនេះខ្ញុំកំពុងមានរឿងចង់ប្រាប់ឯងល្មមបើនិយាយរឿងហ្គេមអញ្ចឹងឈប់ទៅឯងកុំមកអីប្រយ័ត្នខាតជើងហត់ទេយ៉ាវលីប្រញាប់តបថាមិនមែនរឿងហ្គេមទេចង់ប្រាប់ឯងពីរឿងផ្សេងដែលឯងមិនទាន់ដឹងខ្ញុំក៏ប្រាប់អាសយាដ្ឋានទៅយ៉ាវលីពេលយ៉ាវលីក៏ថាខ្ញុំទៅសេនយ៉ាគេក៏ប្រាប់ភ្លាមថាម៉េចមិនប្រាប់មុនថាទៅសេនយ៉ាខ្ញុំមានវីឡាមាត់សមុទ្រមួយនៅទីនោះឯងប្រញាប់ឆែកកាលពីសន្តាគារទៅចាំខ្ញុំនៅវីឡារបស់ខ្ញុំទៅលេខកូដខ្ញុំផ្ញើចូលទូរស័ព្ទឯងហើយគេនិយាយយ៉ាងសប្បុរសដាក់ទូរស័ព្ទចុះប្រហែល3ម៉ោងក្រោយយ៉ាវលីក៏មកដល់សេនយ៉ាជួបខ្ញុំគ្រាន់តែជួបមុខភ្លាមយ៉ាវលីក៏ត្អូញត្អែប្រាប់ខ្ញុំថាបៃហ្វេនអាវូជីចនេះពិតជាមិនមែនមនុស្សល្អមែនហ៊ានទាត់ឯងចេញអញចេះទៅខ្ញុំបញ្ចេញលុយ10,000លានឲ្យឯងបង្កើតហ្គេមនៅតែអនុវត្តតាមច្បាប់ដែលយើងនិយាយពីមុនមិនទាន់និយាយចប់ផងខ្ញុំសម្លឹងមុខគេក៏ឈប់និយាយប្រញាប់និយាយទាំងអៀនខ្មាស់ថាភ្លេចបាត់មកប្រញាប់ពេកបានហើយមិននិយាយរឿងហ្គេមទេប៉ុន្មានថ្ងៃនេះនៅសេនយ៉ាឯងចង់លេងអីខ្ញុំកំដរែងលេងខ្ញុំមកក្បាលនិយាយថាអញ្ចឹងអស់លុយអញហើយចាស់ទុំនឹងគ្នាហើយនិយាយរឿងនេះធ្វើអីពួកយើងអង្គុយនៅតុបាក្បែរអាំងហែទឹកក្នុងផ្ទះគេមានដាក់ស្រាមួយដបយ៉ាវីចុចទូរស័ព្ទបណ្ដានិយាយទៅកាន់បៃហ្វេនថាអញមើលចុះអាវូជីចូលនេះវាហួសហេតុពេកហើយនិយាយថាអីគេក្រុមបង្កើតហ្គេមបដូរថ្មីហើយនិយាយថាអីគេក្រុមចាស់ដើរមិនទាន់ល្បឿនអភិវឌ្ឍរបស់ក្រុមហ៊ុន
នេះមិនមែនបញ្ជូរបន្សោកឌីឡែងទេគេហុចទូរស័ព្ទមកឲ្យខ្ញុំមើលខ្ញុំទទួលយកមកអានខមមិននៅខាងក្រោមភាគច្រើនសុទ្ធតែខមមិនរិះគន់ខ្ញុំเกมនេះកាន់តែអន់ទៅហើយក្រុមបង្កើតเกมចាស់គួរតែបដូរចេញយូរហើយត្រូវហើយសង្ឃឹមថាเกมនេះទៅថ្ងៃមុខនឹងកាន់តែល្អប្រសើរឡើងថាហើយថ្មីនេះខ្ញុំមានអារម្មណ៍ថា Dream Game បដូរតាមពិតគឺបដូរក្រុមបង្កើតเกมសោះអបអសាទរក្រុមហ៊ុនអបអសាទរเกมនេះខមមិនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅខាងលើគឺស្ទើរតែគ្មានខមមិនណានិយាយល្អពីខ្ញុំសំបីតែមួយអ្នកមើលដឹងច្បាស់ណាស់ថានេះច្បាស់ជាក្រុមហ៊ុន Wuji Chou ជាអ្នកបញ្ជាឲ្យខមមិនហើយយ៉ាវលីនិយាយទាំងមូម៉ៅថា By Fan ពេលនេះឯងមើលឃើញច្បាស់ពីចរិតរបស់គេហើយឬនៅឲ្យឯងចាក់ចេញពីក្រុមហ៊ុនដណ្ដើមយកស្នាដៃឯងហើយថែមទាំងតាំងចិត្តបង្ហោះព័ត៌មានបែបនេះឲ្យឯងឈឺចាប់ទៀតស្អែកខ្ញុំនឹងទៅក្រុមហ៊ុនចាត់ការអា Wuji Chou នេះឲ្យចាស់ដៃមិនបាច់ខ្វល់ពីវាទេត្រូវគេថាប៉ុន្មានម៉ាត់ក៏មិនរលត់ស្បែកឯណាខ្ញុំនិយាយដោយស្ងប់ស្ងាត់យ៉ាវលីប្រាប់ខ្ញុំថា By Fan ឯងពិតជាចិត្តត្រជាក់មែនខ្ញុំក្រេបស្រាបន្តិចមិននិយាយអ្វីទាំងអស់តាក់កែវស្រាចុះយប់ជ្រៅបន្តិចហើយខ្ញុំទៅសម្រាកសិនហើយយប់នេះខ្ញុំគេងលក់យ៉ាងស្កប់ស្កល់មិនដឹងជាយូរប៉ុណ្ណាទេខាងក្រៅស្រាប់តែឮសំឡេងគោះទ្វារប្រៅសំឡេងយ៉ាវលីបន្លឺមកពីខាងក្រៅថា By Fan បើកទ្វារមានរឿងហើយបើកទ្វារភ្លាមក៏ឃើញយ៉ាវលីកាន់ថេផ្លេតមួយក្នុងដៃគេហុចថេផ្លេតឲ្យខ្ញុំសន្និសេតកាសែតចាប់ផ្ដើមហើយឯងឆាប់មើលទៅសន្និសេតកាសែតនេះធ្វើឡើងតាមរយៈការលេខផ្ទាល់អ្នកដែលអង្គុយចំកណ្ដាលនោះគឺ Wuji Chou អ្នកអង្គុយនៅក្បែរនោះគឺ Liu Ruian ក្នុងអំឡុងពេលនោះអ្នកទាំងពីរនៅតែលួចធ្វើភ្នែកដាក់គ្នាទៀតអគ្គនាយកមួយថ្ងៃនេះគឺជាសន្និសេតកាសែតបង្ហាញខ្លួនតួអង្គវីរបរស្នូរបស់ហ្គេមដែលទើបអាប់ដេតថ្មីរបស់ក្រុមហ៊ុនយើងសូមសួរថាលោកមានអ្វីចង់មានប្រសាសន៍ទេស្រាប់តែមានអ្នកកាសែតម្នាក់ក្រោកឈរសួរ Wuji Chou រៀបចំក្រវ៉ាត់ក៏បន្តិចយឹមនិយាយថាការអាប់ដេតហ្គេមលើកនេះច្បាស់ជានឹងនាំយកបទពិសោធន៍ថ្មីជូនដល់អ្នកលេងគ្រប់គ្នាក្នុងនោះក៏មានលក្ខនៅការភ្ញាក់ផ្អើលជាច្រើនផងដែរជឿជាក់ថានឹងមិនធ្វើឲ្យគ្រប់គ្នាខកបំណងទេខ្លឹមសារលម្អិតបន្តិចទៀតនឹងឲ្យប្រធានរៀបចំហ្គេមថ្មីរបស់យើងមកជួយពន្យល់ប្រាប់ដល់អ្នកទាំងអស់គ្នាអគ្គនាយកវូខ្ញុំឮថាប្រធានរៀបចំហ្គេមមុនបានចាក់ចេញពីក្រុមហ៊ុនទៅហើយតើរឿងនេះមានអាចកំបាំងអ្វីនៅពីក្រោយឬទេតើអាចប្រាប់គ្រប់គ្នាបានទេពេលសំណួរនេះត្រូវសួរឡើងក៏តាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើនគ្រប់គ្នានាំគ្នាសម្លឹងមើល Wuji Chou និង Liu Ruian មើលមុខគ្នា Wuji Chou លេចចេញស្នាមញឹមអាតកំបាំងមួយនិយាយថារឿងនេះទុកឲ្យអគ្គនាយិកា Liu របស់យើងជាអ្នកពន្យល់ប្រាប់អ្នកទាំងអស់គ្នាចុះ Liu Ruian ទទួលយកមីក្រូហ្វូនហើយសម្លឹងមើលកាមេរ៉ាលើផ្ទៃមុខមានស្នាមញឹមនិយាយថារឿងនេះតាមពិតទៅក៏មិនសាំញ៉ាំអ្វីដែរក្រុមហ៊ុនយើងឥឡូវកំពុងរៀបចំដាក់លក់ភាគហ៊ុនអ្នករចនាហ្គេមពីមុនមានគំនិតចាស់គំរើតើមិនទាន់ការអភិវឌ្ឍរបស់ក្រុមហ៊ុនយើងទេដូច្នេះទើបក្រុមហ៊ុនយើងផ្លាស់ប្ដូរអ្នករចនាហ្គេមថ្មីពេល Liu Ruian និយាយពាក្យនេះក្នុងកែវភ្នែកហាក់បីដូចជាមានលីលំនៅការមើងងាយផងដែរពេលនិយាយចប់គ្រប់គ្នាក៏បញ្ចេញសម្លេងភ្ញាក់ផ្អើលនៅក្នុងការលេខមានអ្នកមិនថាបោកប្រាស់ទេដឹងខ្ញុំឮព័ត៌មានផ្ទៃក្នុងមកថាការអាប់ដេតហ្គេមលើកនេះតួអង្គវីរបរស្នូគឺសុទ្ធតែជាស្នាដៃរបស់អ្នករចនាមុនទាំងអស់អញ្ចឹងនេះមិនមែនជាការរុះស្ពានចោលពេលឆ្លងស្ទឹងផុតទេម្យ៉ាងទៀតហ្គេមមួយនេះសុទ្ធតែជាស្នាដៃបង្កើតរបស់អ្នករចនាមុនទាំងអស់ឥឡូវក្រុមហ៊ុនត្រូវដាក់លក់ភាគហ៊ុនហើយក៏ទាត់គេចេញតែម្ដងពួកឯងនិយាយផ្ដេសផ្ដាស់អីគឺមកពីសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នករចនានោះមិនដល់ក្រុមហ៊ុនត្រូវការអភិវឌ្ឍថ្មីការផ្លាស់ប្ដូរឈាមថ្មីជារឿងធម្មតាទេយ៉ាវលីដែលនៅក្បែរខ្ញុំក្រឡេកមើលខ្ញុំស្រាប់តែសួរថាបីវ៉ែនថ្មីនេះឯងមានរឿងអន់ចិត្តអីជាមួយសង្សារឯងខ្ញុំយល់ពីអត្ថន័យបញ្ឆិតបញ្ឈៀងរបស់យ៉ាវលីប្រសិនបើខ្ញុំមិនបានឆ្លោះជាមួយលឺរួយអន្ទេនាងប្រហែលជាមិននិយាយដៀលខ្ញុំនៅទីសាធារណៈបែបនេះទេមែនទេខ្ញុំក្រឡេកមើលយ៉ាវលីហើយប្រាប់ថាពេលនេះខ្ញុំចាក់ចេញពីក្រុមហ៊ុនពួកគេតែងតែត្រូវរកហេតុផលសមរម្យមួយដើម្បីពន្យល់ចុះនេះជាហេតុផលសមរម្យឬមិនបាច់និយាយក៏ដឹងថានេះជាគំនិតរបស់ Wuji Chou ដែរបើមិនអញ្ចឹងសង្សារឯងមិនធ្វើបែបនេះទេខ្ញុំមិនបានបកស្រាយទេពេលនេះខ្ញុំគ្រាន់តែរងចាំមើលថាអ្នកទាំងពីរនៅអួតបានយូរប៉ុណ្ណាទៀតអ្នកកាសែតបន្តសួរថាអញ្ចឹងតើអាចយល់បានថាអ្នករចនាហ្គេមពីមុនត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារមែនទេសំណួរនេះអាចនិយាយបានថាចាក់ចំចំណុចខ្លាំងណាស់Liu Ruian និង Wuji Chou ក៏សម្លឹងមើលមុខគ្នាម្ដងទៀតបន្ទាប់មក Liu Ruian ឆ្លើយថាដើម្បីនាំយកបទពិសោធន៍ហ្គេមកាន់តែល្អជូនគ្រប់គ្នាពួកយើងក៏គ្មានជំរឿដែរមនុស្សខ្លះគួរតែត្រូវជំរុះចោលក៏ត្រូវតែជំរុះចោលដែរខមមិននៅលើអេក្រង់ក៏លេចឡើងនិយាយត្រូវតួអង្គហ្គេមពីមុនមើលទៅអត់រស់រវើកសោះគួរតែបដូរអ្នករចនាយូរហើយសង្ឃឹមថាអ្នករចនាហ្គេមថ្មីអាចនាំភាពភ្ញាក់ផ្អើលមកកាន់យើងបានខ្ញុំឮថាអ្នករចនាហ្គេមថ្មីនេះ
គឺជាកម្ពុជាអ្នកជំនាញដែលអញ្ជើញមកពីក្រៅប្រទេសច្បាស់ជាខ្លាំងជាងអ្នករចនាមុនដាច់ហើយខមមិនក៏ផ្អៀងទៅរកការជេរប្រមាថតែម្ខាងយ៉ាវីទុកមិនបានក៏និយាយថាមិនបានទេខ្ញុំមិនអាចឈោមើលពួកនេះបង្វែររស្ខ្មៅបែបនេះបានទេច្បាស់ជាឯងសុំលីឈប់ពីក្រុមហ៊ុនដោយខ្លួនឯងសោះដល់ចេញពីមាត់ពួកគេមិនក៏ខ្លាចជាឯងត្រូវគេបញ្ឈប់ទៅវិញយ៉ាវីចាប់ផ្ដើមយកទូរស័ព្ទមកវាគ្មិនតបយ៉ាងរន្កើងគេចង់ពន្យល់ពីការពិតនៃរឿងនេះប្រាប់អ្នកគ្រប់គ្នាប៉ុន្តែគ្មិនដែលគេបញ្ចេញទៅក៏ត្រូវលេចបាត់យ៉ាងលឿនក្នុងចំណោមគ្មិនរាប់ពាន់ផ្សេងទៀតស្រាប់តែពេលនោះមានអ្នកកាសែតម្នាក់ទៀតក្រោកសួរថាអគ្គនាយិកាលាវឬថាអ្នករចនាហ្គេមមុនមានទំនាក់ទំនងជាសង្សារនឹងអ្នកមិនដឹងជារឿងនេះពិតមែនឬយ៉ាងណាបើពិតមែនអញ្ចឹងពាក្យដែលអ្នកបាននិយាយអំបញ្ញមិញតើមិនស្ដាប់ទៅឈឺចាប់ពេកទេពេលសំណួរនេះត្រូវសួរឡើងនៅក្នុងការលេវក៏ផ្អើលឈូឆោភ្លាមចំនួនអ្នកមើលក៏កើនឡើងដល់កម្រិតកំពូលផ្ទៃមុខលឺរួយប្រែប្រួលបន្តិចតែនាងក៏បានត្រឡប់មកសភាពដើមវិញយ៉ាងលឿននាងសម្រួលអារម្មណ៍បន្តិចរួចនិយាយថាអ្នកកាសែតខ្ញុំមិនដឹងថាអ្នកឮពាក្យចាំអារ៉ាមនេះមកពីណាទេថ្ងៃនេះជាថ្ងៃសន្និសីទបង្ហាញហ្គេមស្ថានភាពស្នេហាផ្ទាល់ខ្លួនរបស់ខ្ញុំតាមពិតមិនសូវងាយស្រួលនឹងនិយាយទេតែដោយសារថ្ងៃនេះអ្នកបានសួរទៅហើយអញ្ចឹងខ្ញុំសូមបកស្រាយពាក្យចាំអារ៉ាមនេះចុះខ្ញុំនិងប្រធានរចនាមុនគ្រាន់តែជាមិត្តរួមការងារនឹងគ្នាក្រៅពីនេះគឺគ្មានទំនាក់ទំនងអ្វីផ្សេងទៀតទេលីពាក្យនេះទឹកមុខខ្ញុំក៏ប្រែប្រួលបន្តិចទោះជារឿងខ្លះខ្ញុំដឹងពីលទ្ធផលរួចហើយក៏ដោយតែក៏នៅតែមានអារម្មណ៍ឈឺចាប់បន្តិចដែរទឹកមុខរបស់យ៉ាវលីពេលនេះមិនដឹងជាប្លែកយ៉ាងណាទេគេសម្លឹងមកខ្ញុំដោយក្តីភ្ញាក់ផ្អើលរួចនិយាយថាបៃហ្វែនពួកឯងបែកគ្នាតាំងពីពេលណាឯងចេះចង់ដឹងរឿងគេតាំងពីពេលណាយ៉ាវលីប្រហែលជាដឹងខ្លួនថាខ្លួនឯងនិយាយខុសក៏ប្រញាប់បិទមាត់យ៉ាងលឿនខ្ញុំបិទការលេបគ្មានអារម្មណ៍មើលបន្តទេយ៉ាវលីក៏លួងលោមខ្ញុំបៃហ្វែនមិនអីទេថ្ងៃក្រោយខ្ញុំណែនាំអ្នកដែលស្អាតជាងនឹងឲ្យឯងបើគ្មានការអីទេឯងចេញទៅក្រៅសិនទៅខ្ញុំសុំនៅស្ងាត់ម្នាក់ឯងយ៉ាវលីក៏ដើរចេញពីបន្ទប់ខ្ញុំក៏យក hard disk ដែលយកតាមខ្លួនចេញមកខ្ញុំដោតវាចូលកុំព្យូទ័រក្នុងនោះមានហ្គេមថ្មីមួយដែលខ្ញុំបានបង្កើតទោះជាមិនទាន់ល្អឥតខ្ចោះតែក៏លេចចេញជារូបរាងជាមូលដ្ឋានហើយដែរប្រហែលជាសន្និសីទកាសែតចប់មិនបានប៉ុន្មានផងទូរស័ព្ទរបស់ខ្ញុំក៏រោទឡើងគឺជាលឺរួយខលមកខ្ញុំស្ទាក់ស្ទើរបន្តិចទើបចុចទទួលសំឡេងលឺរួយបន្លឺមកពីម្ខាងទៀតឆេងបៃហ្វែនការ live ថ្ងៃនេះបងប្រកាសជាបានមើលតាំងពីដើមដល់ចប់ហើយត្រូវទេសំឡេងនាងហាក់មានជាតិស្រវឹងហើយឈ្មោះពេញរបស់ខ្ញុំមើលរួចហើយយ៉ាងម៉េចពេលនេះអូនគ្រាន់តែមកប្រាប់បងទេពួកយើងបែកគ្នាទៅ Rank by fan អូនមិននឹកស្មានថាបងគ្មានមហិច្ឆតាក្នុងការងារសោះពេលនេះបងបានចាក់ចេញពីក្រុមហ៊ុនហើយជីវិតនិងការងាររបស់យើងទាំងពីរគឺគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេមិនមែនជាមនុស្សផ្លូវតែមួយដើរទៅមុខជាមួយគ្នាមិនរួចទេបងប្រហែលជាយល់ន័យរបស់អូនហើយមែនទេពេលនាងនិយាយពាក្យនេះគឺនិយាយចំតែម្ដងគ្មានអារម្មណ៍ក្រែងចិត្តសំបីបន្តិចនាងនិយាយមិនទាន់ចប់ផងខ្ញុំក៏កាត់សម្ដីនាងហើយនិយាយថាបានហើយខ្ញុំយល់ព្រមនាងទាំងអស់ប៉ុន្មានវិនាទីប្រហែលជានឹកស្មានមិនដល់ថាខ្ញុំយល់ព្រមលឿនបែបនេះទេនាងនិយាយមកខ្ញុំថាយ៉ាងបៃវ៉ែនតើបងគ្មានអ្វីផ្សេងចង់និយាយទៀតទេនៅមានអីត្រូវនិយាយទៀតបើអូនចង់បែកខ្ញុំក៏យល់ព្រមថ្ងៃក្រោយពួកយើងគ្មានទំនាក់ទំនងអ្វីនឹងគ្នាទៀតទេនិយាយរួចខ្ញុំក៏ចុចបិទទូរស័ព្ទខ្ញុំទើបតែបិទនឹកស្មានមិនដល់នាងក៏ខលមកម្ដងទៀតបើយើងបែកគ្នាហើយឡាននឹងផ្ទះទាំងនេះសុទ្ធតែជារបស់អូនហើយគ្មានបញ្ហាទេមែនទេខ្ញុំទៅរួចក៏បិទទូរស័ព្ទម្ដងទៀតឡាននឹងផ្ទះទាំងនោះគឺដាក់ឈ្មោះនាងតាំងពីដើមទៅហើយពួកយើងក៏មិនទាន់ចុះសម្បត្តិអាពាហ៍ពិពាហ៍ដែរមិនអាចចាត់ទុកជាទ្រព្យសម្បត្តិប្តីប្រពន្ធបានឡើយ3ថ្ងៃបន្ទាប់ខ្ញុំលះបង់កម្លាំងកាយចិត្តទាំងស្រុងដើម្បីបញ្ចប់ហ្គេមថ្មីយ៉ាវលីក្នុងអំឡុងពេលនោះគេបួខ្ញុំទៅដើរលេងលំហែកាយអីហ្នឹងគឺត្រូវខ្ញុំបដិសេធទាំងអស់ទីបំផុត3ថ្ងៃក្រោយមកខ្ញុំក៏ធ្វើវាបានសម្រេចក៏ជាថ្ងៃតែមួយនេះដែរក្រុមហ៊ុនហ្គេមរបស់ Wuji Chou និង Liu Ruian បានស្នើសុំដាក់លក់ភាគហ៊ុនជាសាធារណៈដោយជោគជ័យហើយក៏បានវាយជួងបើកការលក់ហ្គេមក៏ត្រូវបានអាប់ដេតនៅពេលនេះដែរតួអង្គវីរបុរសថ្មីក៏បានចេញជាផ្លូវការតម្លៃទីផ្សារក្រុមហ៊ុនគ្រាន់តែមួយផ្លែតកើនឡើងលើស 10,000 លានចំណែកខ្ញុំក៏នៅថ្ងៃជាមួយគ្នានោះដែរបានបើកការសាកល្បងហ្គេមរបស់ខ្លួនឯងក្នុងរង្វង់ផ្ទៃក្នុងខ្ញុំបានអញ្ជើញមិត្តភ័ក្តិលេងហ្គេមតាមវេទិកាពីមុនខ្លះមកចូលរួមតេស្តហ្គេមនេះពួកគេលេងបាន1ម៉ោងឬ2ម៉ោងក៏នាំគ្នាទៅមកខ្ញុំវិញវ៉ាវអស្ចារ្យមែនមានហ្គេមអស្ចារ្យយ៉ាងនេះដែរពេលណាចេញជាផ្លូវការទៅហ្គេមនេះបើចេញជាផ្លូវការច្បាស់ជាតាក់ទាញមនុស្សបានច្រើនមិនខានបទពិសោធន៍នេះពិតជាអស្ចារ្យជាងហ្គេមមុននោះឆ្ងាយណាស់ប្រឈមនឹងមតិទម្លាប់របស់ពួកគេលើបោមាត់របស់ខ្ញុំមានស្នាមញឹមតិចខ្ញុំប្រញាប់តបសាររបស់ពួកគេប្រាប់ពួកគេថាហ្គេមនេះមិនទាន់ល្អឥតខ្ចោះជាផ្លូវការនៅឡើយទេពួកឯងលេងសាកប៉ុន្មានថ្ងៃសិនទៅ
ដល់ពេលនោះបើហ្គេមមានបញ្ហាខ្លះខ្ញុំត្រូវជួសជុលវាសិនធ្វើរឿងទាំងនេះរួចខ្ញុំក៏ប្តេកខ្លួនគេងលើគ្រែពេលនោះយ៉ាវលីក៏ខលមកខ្ញុំថ្ងៃនេះអាកាសធាតុល្អយ៉ាងនេះអញដេកធ្វើអីឆាប់មកមាត់សមុទ្រមកគិតទៅក៏គ្មានការអីធ្វើដែរខ្ញុំក៏ទៅស្ទូចត្រីលើកាណូតជាមួយយ៉ាវលីតែនៅពេលនោះទូរស័ព្ទខ្ញុំក៏រោទឡើងខ្ញុំមើលលេខអ្នកដែលខលមកក៏ឃើញថាជាវូយីចោអ្នកខលមកខ្ញុំមិនបានទទួលទូរស័ព្ទទេតែបែរជាបើកចូលមើលហ្គេមរបស់ក្រុមហ៊ុនពួកគេវិញលទ្ធផលគឺឃើញមានការរិះគន់យ៉ាងច្រើនហ្គេមស្អីហ្នឹងហ្គេមថ្មីនេះដូចជាត្រីងាប់អញ្ចឹងគ្មានទឹកមុខសោះមិនចង់កម្រើកតតែសោះចុះចំណែក skill នោះវិញដូចជាតាចាស់អាយុ70-80 ឆ្នាំអញ្ចឹងប៉ុណ្ណឹងសោះថាអាប់ដេតថ្មីហ្គេមឈួតស្អីទេខ្ញុំពិតជាសុំចុះចាញ់ហើយគ្មានបទពិសោធន៍លេងហ្គេមសំបីបន្តិចអូសទៅក្រោមសុទ្ធតែជាការបង្ហោះរិះគន់ទាំងអស់យ៉ាវលីប្រហែលជាឃើញខ្ញុំកំពុងមើលក៏រំកិលមកមើលជាមួយមិនយូរប៉ុន្មានយ៉ាវលីក៏សើចឡើងហាហាសុំមកហើយលើបបោមាត់ខ្ញុំក៏លេចចេញស្នាមញឹមដែរពេលនោះទូរស័ព្ទរបស់វូជីឆូក៏ខលមកម្ដងទៀតខ្ញុំនៅតែមិនទទួលយ៉ាវលីមើលទៅមានការបារម្ភបន្តិចនិយាយមកខ្ញុំថាអញប្រហែលជាមិនជួយពួកគេទេមែនទេពួកគេធ្វើដាក់ឯងដល់ថ្នាក់នឹងហើយវូជីឆូខលមកខ្ញុំជាប់គ្នាពីរបីដងខ្ញុំមិនបានទទួលបន្ទាប់មកទូរស័ព្ទរបស់លឺរូយក៏ខលមកទៀតខ្ញុំស្ទាក់ស្ទើរបន្តិចក៏ចុចទទួលសម្ដីរបស់លឺរូយរៀងអន្ទះសារនាងប្រាប់ខ្ញុំថាបៃវ៉ែនឥឡូវបងណែណាឆាប់ត្រឡប់មកវិញភ្លាមមកកាត់អីហ្គេមក្រុមហ៊ុនមានបញ្ហាអូនមិនខ្វល់ថាពេលនេះបងណែណាទេឆាប់ត្រឡប់មកដោះស្រាយបញ្ហាភ្លាមសំឡេងរបស់លឺរូយហាក់ដូចជាពោពេញទៅដោយការបញ្ជាវាហើយខ្ញុំមានអារម្មណ៍ហួសចិត្តបន្តិចបន្ទាប់មកក៏សាយចំអកមួយម៉ាត់អគ្គនាយិកាលេវអ្នកភ្លេចហើយឬនៅខ្ញុំត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារបាត់ទៅហើយអ្នកប្រហែលជារកខុសមនុស្សហើយលឺរូយមិនខ្វល់ពីអ្វីដែលខ្ញុំនិយាយទេបៃវ៉ែនពេលនេះមិនមែនជាពេលដែលយើងត្រូវខឹងគ្នាទេពឹកដែលកើតមានក្នុងហ្គេមពេលនេះគឺតាក់ទងនឹងភាពរស់រានមានជីវិតរបស់ក្រុមហ៊ុនយើងហ្គេមនេះក៏ជាការលះបង់របស់បងដែរបងមិនចង់ឃើញហ្គេមនឹងក្រុមហ៊ុនមានបញ្ហាអីទេមែនទេហ្គេមនេះជាការលះបង់របស់ខ្ញុំគឺត្រឹមត្រូវហើយតែពេលនេះហ្គេមនេះលែងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំទៀតហើយខ្ញុំក៏លែងជាមនុស្សរបស់ក្រុមហ៊ុនដែរមានរឿងអ្វីកើតឡើងក៏ដោយក៏គ្មានពាក់ព័ន្ធអីនឹងខ្ញុំសូម្បីតែបន្តិចដែរខ្ញុំនិយាយរួចក៏បិទទូរស័ព្ទយ៉ាលីដែលនៅក្បែរក៏លើកមេដៃឲ្យខ្ញុំភ្លាមសរសើរខ្ញុំនិយាយថាបៃវ៉ែនធ្វើបានល្អណាស់ត្រូវតែធ្វើបែបហ្នឹងពិតជាអស់ចិត្តមែនខ្ញុំឆ្លើយតបយ៉ាងស្ងប់ស្ងាត់តែនៅពេលនេះទូរស័ព្ទខ្ញុំក៏រោទឡើងម្ដងទៀតនៅតែជាលឺរូយខលមកដដែលខ្ញុំចុចទទួលលឺរូយនិយាយមកខ្ញុំភ្លាមថាបៃវ៉ែនអូនដឹងថាការដែលអូនសុំបែកពីបងនិងពាក្យសម្ដីដែលនិយាយក្នុងសន្និសីទកាសែតនោះពិតជាមានកំហុសចំពោះបងតែពេលនេះមិនមែនជាពេលដែលបងត្រូវធ្វើចរិតក្មេងទេទោះបីជាពួកយើងបែកគ្នាក៏ដោយបងអូននិងយាយចៅនៅតែជាមិត្តល្អនឹងគ្នាមែនទេពេលមិត្តល្អជួបការលំបាកតើបងក៏គួរតែជួយដែរមែនទេនាងចេះតែនិយាយរអ៊ូទាំខ្ញុំមិនបានឆ្លើយតបតតែសោះពេលនោះខ្ញុំកយសំឡេងចេញពីក្នុងទូរស័ព្ទទុកឲ្យខ្ញុំនិយាយជាមួយបៃវ៉ែនទៅមិនយូរប៉ុន្មានសំឡេងមួយយាយចៅបន្លឺមកពីម្ខាងទៀតបៃវ៉ែនពាក្យដែលរួយនិយាយក្នុងសន្និសីទកាសែតមុននេះគឺរៀងមិនសមរម្យបន្តិចមែនខ្ញុំក្នុងនាមជាថៅកែក្រុមហ៊ុនមិនបានខាត់ខាំងរ៉ាយរឿងនេះគឺជាកំហុសរបស់ខ្ញុំតំណាងឲ្យរួយនឹងខ្លួនខ្ញុំផ្ទាល់សូមទោសឯងយ៉ាងស្មោះសូមទោសពេលខ្ញុំរៀបពាក្យថាសូមទោសនេះក្នុងចិត្តក៏ទប់សំណាយចំអកមិនបានដល់ថ្នាក់នេះទៅហើយវានៅតែមកសម្ដែងនៅមុខអញទៀតខ្ញុំដឹងថារួយសុំបែកពីឯងធ្វើឲ្យឯងឈឺចាប់ខ្លាំងណាស់ក្នុងនាមជាអ្នកកណ្ដាលខ្ញុំអាចជួយផ្សះផ្សាឲ្យពួកឯងត្រឡប់មកត្រូវគ្នាវិញពេលនេះក្រុមហ៊ុនទើបតែដាក់លក់ភាគហ៊ុនដោយសារតែរងផលប៉ះពាល់ពីហ្គេមតម្លៃភាគហ៊ុនក្រុមហ៊ុនចាប់ផ្ដើមធ្លាក់ចុះហើយបៃវ៉ែនខ្ញុំសង្ឃឹមថាឯងនឹងគិតពីប្រយោជន៍រួមរឿងក្រុមហ៊ុនគឺគ្មានពាក់ព័ន្ធអីនឹងខ្ញុំសូម្បីតែបន្តិចទោះក្រុមហ៊ុនបិទទ្វារក៏ខ្ញុំមិនខ្វល់ដែរចំណែករឿងបែកគ្នាជាមួយលឺរួយខ្ញុំសប្បាយចិត្តស្ទើរតែមិនទាន់ផងមិននឹងអាចត្រឡប់ទៅជានាគជាមន់ជាមួយនាងវិញទៅខ្ញុំនិយាយចប់មិនទាន់ទាំងទុកពេលឲ្យវូជាចូលឆ្លើយផងសំឡេងរបស់លឺរួយក៏បន្លឺឡើងពីម្ខាងទៀតដោយកំហឹងរ៉េងបៃវ៉ែនតើបងមានន័យថាម៉េចគ្មានន័យថាម៉េចទេន័យត្រង់នឹងឯងលឺរួយក៏និយាយភ្លាមថាគឺអូនទេជាអ្នកទាត់បងចោលបងដឹងទេគឺអញទេជាអ្នកមិនយកឯងបើគ្មានការអីទេខ្ញុំសុំបិទសិនហើយសំឡេងវូជាចូលបន្លឺឡើងនិយាយថាបៃវ៉ែនអញពិតជាចង់ធ្វើដល់ថ្នាក់នឹងមែនទេខ្ញុំមិនបានធ្វើអីសោះឯងកុំគិតថាក្រុមហ៊ុនអត់ពីឯងហ្គេមអត់ពីឯងពួកយើងពិតជាគ្មានវិធីស្រោចស្រង់ស្ថានភាពវិញបាននោះបើឯងមានសមត្ថភាពឆាប់ឲ្យប្រធានរចនារបស់ឯងជួសជុលហ្គេមឲ្យស្រួលបួលទៅខ្ញុំនិយាយរួចក៏បិទទូរស័ព្ទដោយមិនស្ទាក់ស្ទើរតែគ្មានការរុញរាសូម្បីបន្តិចពេលនោះដែរ
យ៉ាវលីក៏លើកមេដៃឲ្យខ្ញុំម្ដងទៀតតបបានល្អណាស់អំបញ្ញមិញខ្ញុំមើលតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់ពួកគេធ្លាក់ចុះអស់ពាក់កណ្ដាលទៅហើយឥឡូវខ្ញុំទៅរកមិត្តភ័ក្តិអ្នកកាសែតខ្លះឲ្យចុះផ្សាយព័ត៌មានពីរឿងនេះឲ្យបានល្បីបន្តិចរាវីសើចយ៉ាងពីស្ពលខ្ញុំក៏មិនបានខាត់យ៉ាវលីដែរនេះក៏ជាផ្នែកមួយនៃផែនការសងសឹករបស់ខ្ញុំដែរយ៉ាវីខលទូរស័ព្ទប៉ុន្មានដងរឿងដែលពីដំបូងគ្រាន់តែល្បីក្នុងរង្វង់តូចមួយនេះក៏ផ្ទុះឡើងទូទាំងប្រទេសភ្លាមធ្វើឲ្យមានការវែកញែកយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គមអ្នកលេងហ្គេមនេះជាច្រើនអ្នកនៅលើអ៊ីនធឺណិតនាំគ្នារិះគន់ស្មានតែហ្គេមដែលទើបអាប់ដេតថ្មីនឹងនាំភាពភ្ញាក់ផ្អើលមកកាន់យើងនឹកស្មានមិនដល់បែរជាមកលងបន្លាចទៅវិញកាលពីថ្ងៃសន្និសីទកាសែតនិយាយបានល្អណាស់ឥឡូវត្រូវគេតែកំភ្លៀងខ្លួនឯងប៉ុណ្ណាទៅបើប្រៀបធៀបជាមួយប្រធានរចនាពីមុនប្រៀបដូចមេឃនឹងដីអញ្ចឹងឆាប់អញ្ជើញប្រធានរចនាពីមុនមកវិញមកបើមិនអញ្ចឹងទេខ្ញុំនឹងលុបហ្គេមនេះចោលហើយក្រុមហ៊ុន Wuji ឆោត្រូវគេជាយ៉ាងចាស់ដៃក៏ប្រញាប់បិទ server game ជាបណ្ដោះអាសន្នពួកគេមានឯណាហ៊ានបើកហ្គេមឲ្យលេងបន្តទៀតក៏ប្រកាសជាសាធារណៈថាកំពុងតែជួសជុលហ្គេមពេលនោះដែលខ្ញុំក៏ឃើញមានខមមិនមួយលេចឡើងក្នុងប្រអប់ខមមិនធ្លាប់ឮពីហ្គេមថ្មីមួយទេឥឡូវកំពុងបើកឲ្យលេងសាកល្បងលេងសប្បាយណាស់បទពិសោធន៍លេងគឺស៊ីដាច់ហ្គេមមួយនេះ10ផ្លូវមិនតែប៉ុណ្ណោះសម្លាញ់ឯងនិយាយថា10ផ្លូវនេះគឺគួរសំពេចហើយ100ផ្លូវក៏មិនហួសហេតុដែរលំអិតតួអង្គធ្វើបានល្អណាស់ចលនារលូនពិតជាស្នាដៃកំពូលមែនខ្ញុំមានអារម្មណ៍ថាបើហ្គេមនេះចេញជាផ្លូវការច្បាស់ជាឡើងថប់មិនខានខ្ញុំអានខមមិនទាំងនេះហើយក៏ផ្លាំងផ្លឹកអស់ប៉ុន្មានវិនាទីខ្ញុំចូលទៅក្នុងវេទិកាហ្គេមក៏ឃើញអ្នកដែលខ្ញុំឲ្យខូដចូលលេងហ្គេមសាកល្បងពីមុនក៏ឆាតមករកខ្ញុំហើយនិយាយថាបងប្រុសហ្គេមបងឯងនេះលុយញាក់តែម្ដងឥឡូវមានគេចាប់ផ្ដើមហ៊ានទិញខូដលេងសាកល្បងក្នុងតម្លៃខ្ពស់ហើយខូដមួយត្រូវគេឲ្យថ្លៃដល់ខ្ទង់ពាន់ទៅហើយខ្ញុំឃើញស្ថានភាពបែបនេះក៏ប្រាប់គេថាខូដដែលខ្ញុំឲ្យឯងមិនអាចយកទៅលក់យកលុយទេកុំបារម្ភខូដលេងសាកល្បងដែលខ្ញុំបញ្ចេញទៅគឺសុទ្ធតែសម្រាប់អ្នកលេងហ្គេមជើងចាស់រឿងដែលឯងនិយាយនឹងខ្ញុំធ្វើមិនចេញទេបងឆាប់រៀបចំបញ្ចេញជាផ្លូវការទៅខ្ញុំលេងពេញមួយថ្ងៃហើយស្ទើរតែរកមិនឃើញបឹកសោះដល់ពេលនោះខ្ញុំនឹងក្លាយជាអ្នកលេងហ្គេមដែលចាស់ភាសាជាងគេកុំបារម្ភពេលចេញផ្លូវការខ្ញុំនឹងប្រាប់ឯងហ្គេមរបស់ខ្ញុំមួយនេះមានឈ្មោះថា Wujang ចំណាយពេលនិងកម្លាំងចិត្តខ្ញុំយ៉ាងច្រើនដើម្បីបង្កើតវាឡើងខ្ញុំបើកហ្គេមមើលបន្តិចគ្រាន់តែបើកភ្លាមក៏ទទួលបានអ៊ីមែលផ្ទៃក្នុងមួយសារនោះខ្លីទេសួស្ដីខ្ញុំជាថៅកែក្រុមហ៊ុនហ្គេមដែរហេខ្ញុំឈ្មោះ Wuji Chao ពួកយើងចាប់អារម្មណ៍នឹងហ្គេមរបស់អ្នកខ្លាំងណាស់មិនដឹងថាអ្នកចាប់អារម្មណ៍ចង់ពិភាក្សាលម្អិតដែរឬទេខ្ញុំឃើញអ៊ីមែលនេះក៏ទាំងអស់ប៉ុន្មានវិនាទីនឹកស្មានមិនដល់សោះថា Wuji Chao អាចមករកឃើញដល់ទីនេះខ្ញុំបំរុងនឹងបដិសេធទៅហើយតែគិតបន្តិចខ្ញុំក៏តបអ៊ីមែលវិញថាពិភាក្សាពីរឿងអីពិភាក្សាយ៉ាងម៉េចខ្ញុំគ្រាន់តែផ្ញើសារទៅភ្លាម Wuji Chao ក៏តបមកវិញភ្លាមក្រុមហ៊ុនហ្គេមដែលហេរបស់យើងអ្នកប្រហែលជាធ្លាប់ឮហើយមែនទេមានឥទ្ធិពលនឹងទុំខ្លាំងណាស់ពួកយើងចង់ទិញយកហ្គេមមួយនេះរបស់អ្នកក្នុងតម្លៃមួយយ៉ាងខ្ពស់ម្យ៉ាងទៀតការទិញយកហ្គេមរបស់អ្នកនេះពួកយើងអាចធ្វើឲ្យហ្គេមរបស់អ្នកល្បីល្បាញជុំវិញពិភពលោកនិងមានអ្នកលេងរាប់មិនអស់អ្នកគឺជាអ្នកបង្កើតហ្គេមច្បាស់ជាចង់ឲ្យហ្គេមរបស់ខ្លួនមានអ្នកលេងច្រើនហើយមែនទេ Wuji Chao នៅតែគ្មានកេរ្តិ៍ខ្មាស់ដដែលខ្ញុំអាចទុកគ្រាន់ពិចារណាបានផ្ញើសារនេះរួចខ្ញុំក៏មិនតបទៅទៀតទេពេលនេះពួក Wuji Chao ច្បាស់ជាមិនទាន់ដឹងទេថាហ្គេមនេះគឺខ្ញុំជាអ្នកបង្កើតបើមិនអញ្ចឹងក៏មិនផ្ញើអ៊ីមែលផ្ទាល់ខ្លួនមកខ្ញុំដែរខ្ញុំបិទកុំព្យូទ័ររួចជិះឡានត្រឡប់ទៅផ្ទះជាមួយយ៉ាវលីគេនិយាយមកខ្ញុំថាបៃវ៉ែនឯងធ្លាប់ឮទេថ្មីនេះមានហ្គេមមួយឈ្មោះថា Wujang ខ្ញុំធ្វើមុខភ្ញាក់ផ្អើលបន្តិចសម្លឹងមើលយ៉ាវលីរួចសួរថាយ៉ាងម៉េចទៅហ្គេមនេះថ្មីនេះហាក់ដូចជាល្បីណាស់រកខូដលេងពិបាកណាស់ឮថាអេមណាស់ខ្ញុំពឹងគេឲ្យរកខូដតេស្តសាកល្បងឲ្យក៏រកមិនបានដែរល្បីដល់ថ្នាក់នឹងផងប្រកាសហើយខូដលេងសាកល្បងនេះឮថាជួនកាលត្រូវគេទិញលក់ក្នុងតម្លៃដល់ 10,000 យ៉នឯណោះបើយើងអាចវិនិយោគលើហ្គេមនេះបានឯងថាពួកយើងនឹងក្លាយជាសេដ្ឋីទេយ៉ាវលីនិយាយទាំងទឹកមុខមាត់ចត់ខ្ញុំតបទៅយ៉ាវលីវិញថាវិនិយោគអីខ្ញុំគ្មានលុយទេឯងគ្មានលុយតែខ្ញុំមានឯងមានជំនាញដល់ពេលនោះយើងដាក់ទុនចូលទៅហ្គេមនេះច្បាស់ជានឹងកាន់តែល្អឥតខ្ចោះបើអាចទិញយកបានមែនភាគហ៊ុនដែលខ្ញុំដាក់យើងចែកគ្នាម្នាក់ពាក់កណ្ដាលខ្ញុំភ្ញាក់ផ្អើលបន្តិចសម្លឹងមើលគេហើយនិយាយថាឯងពិតជាចិត្តទូលីមែនមានអីពិបាកទៅវាគ្រាន់តែជារបស់ក្រៅខ្លួនខ្ញុំគ្រាន់តែពេញចិត្តសមត្ថភាពឯងយល់ថាឯងមានសក្តានុពលគ្មានដែនកំណត់ឯងមិនខ្លាចថា Wuji Chao បានតាក់ទងទៅមុនបាត់ទៅហើយទេបើប្រៀបធៀបជាមួយគេផ្នែកខាងហ្គេមនេះឯងគឺស្មើនឹងមនុស្សមិនដឹងអីសោះឯងគ្មានផ្លូវប្រកួតប្រជែងឈ្នះគេទេឯងនិយាយក៏ត្រូវដែរអញ្ចឹងឯងមានវិធីអីអត់បើហ្គេមល្អយ៉ាងនេះត្រូវធ្លាក់ក្នុងដៃ Wuji Chao មែនអញ្ចឹងច្បាស់ជានឹងជួយស្រោចស្រង់គេវិញមិនខាន
ខ្ញុំក្រវីក្បាលប្រាប់ថាគ្មានទេអញ្ចឹងខ្ញុំត្រូវឆាប់រកវិធីសិនហើយមិនអាចបណ្ដោយឲ្យអាចង្រៃនោះយកបានមុនទេយ៉ាវលីនិយាយចប់ក៏យកទូរស័ព្ទមកខលយ៉ាងមីញឹកចូលដល់ពេលយប់ជ្រៅខ្ញុំបើកហ្គេមក៏ឃើញសារដែលវូជីចោផ្ញើមកទៀតគេប្រាប់ថាគេគោរពហ្គេមនេះណាស់ប្រសិនបើហ្គេមវូជាងនេះអាចឲ្យក្រុមហ៊ុនគេជាអ្នកដំណើរការច្បាស់ជាមិនធ្វើឲ្យហ្គេមនេះកប់ឈ្មោះឡើយអគ្គនាយកវូលោកនិយាយពាក្យនេះធ្វើឲ្យខ្ញុំរំភើបចិត្តបន្តិចហើយនិយាយរួចក៏បិទកុំព្យូទ័រថ្ងៃទី2ក្រុមហ៊ុនហ្គេមដែលហេបានបើកសន្និសីទកាសែតជាសាធារណៈប្រកាសរឿងធំ3យ៉ាងទី1គឺបិទក្នុងហ្គេមត្រូវបានជួសជុលរួចរាល់ស្ទើរតែទាំងស្រុងទី2គឺពួកគេរកបានអ្នកវិនិយោគថ្មីហើយនិងមានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ហូរចូលមកនឹងធ្វើឲ្យហ្គេមមួយនេះរបស់យើងកាន់តែល្អប្រសើរឡើងទី3គេនិយាយថានៅលើទីផ្សារមានលេចចេញហ្គេមថ្មីមួយពេលនេះក្រុមហ៊ុនរបស់ពួកគេកំពុងតែតាក់ទងហ្គេមមួយនេះមិនយូរប៉ុន្មានទេច្បាស់ជាអាចដណ្ដើមយកហ្គេមនេះបានដើម្បីទទួលបានសិទ្ធិផ្ដាច់មុខក្នុងការចែកចាយបន្ទាប់ពីប្រកាសរឿងទាំង3នេះរួចតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហ្គេមដែលហេក៏ស្ទុះឡើងភ្លាមដោយសារតែការចង់ដឹងខ្ញុំក៏ចូលទៅមើលវេទិកាហ្គេមចង់ដឹងថាការជួសជុលហ្គេមមានសភាពយ៉ាងណាហើយតែនៅក្នុងវេទិកានៅតែមានសម្រែកត្អូញត្អែពេញនឹងដដែលគ្រប់គ្នានិយាយថាប្រធានរចនាថ្មីគឺជាសម្រាមជួសជុលបានប៉ុណ្ណឹងចាត់ទុកថាជួសជុលហើយឬខាងក្រោមក៏លេចចេញនៅខមមិនគួរឲ្យចាប់អារម្មណ៍ខ្លះប៉ុន្តែប្រសិនបើក្រុមហ៊ុនហ្គេមដែលហេបានសិទ្ធិចែកចាយហ្គេមវូជាងមែនអញ្ចឹងប្រហែលជានៅអាចទៅរួចហ្គេមមួយនេះខ្ញុំធ្លាប់លើមិត្តភ័ក្ដិនិយាយប្រាប់ដែរអស្ចារ្យខ្លាំងណាស់ខ្ញុំក៏ដឹងដែរចលនារលូនបត់ពិសោធន៍លេងកម្រិតកំពូលមិនដឹងថាបើកឲ្យលេងជាសាធារណៈនៅពេលណាទេបើមានខូដសាកល្បងមួយក៏ល្អដែរគុំសង្ឃឹមថាបានខូដសាកល្បងអីឥឡូវនៅលើទីផ្សារមួយតម្លៃដល់ទៅ 7-8,000 ទៅហើយគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ស្ដាយក្រោយខ្ញុំបានបង្កើត account ថ្មីមួយរួចតបទៅកាន់សាររបស់មនុស្សម្នាក់ក្នុងចំណោមនោះបើអ្នកទាំងអស់គ្នាចង់បានខូដលេងសាកល្បងអាចមករកខ្ញុំបានលាក់អាសយដ្ឋានអេបរបស់ខ្ញុំរួចហើយដើម្បីកុំឲ្យគេតាមដានបានមានគេអត់ខ្ញុំរួចក៏ផ្ញើសារមកបងប្រុសបើបងពិតជាមានខូដសាកល្បងមែនបងផ្ញើឲ្យខ្ញុំមួយមកបងប្រៀបដូចជាឪពុកខ្ញុំអញ្ចឹងប្រកាសណាស់ប៉ុន្តែខូដសាកល្បងដែលខ្ញុំឲ្យឯងគឺចាក់សោជាប់ជាមួយអេបកុំព្យូទ័ររបស់ឯងអាចប្រើបានតែឯងខ្លួនឯងទេបើយកទៅលក់បន្តគឺមិនអាចប្រើបានទេលោកពុកឆាប់ឲ្យមកខ្ញុំធានាថានឹងលេងខ្លួនឯងបែបនេះខ្ញុំក៏ចែកចេញប្រហែលជាប៉ុន្មានសិបខូដទៀតចែកខូដសាកល្បងអស់ខ្ញុំក៏លុបកន្នីនោះចោលបន្ទាប់មកនៅតាមវេទិកាហ្គេមធំនានាស្ទើរតែមានការបង្ហោះសុំខូដលេងសាកល្បងហ្គេមវូជាងទាំងអស់លុះដល់ពេលរសៀលយ៉ាវលីដើរមករកខ្ញុំទាំងទឹកមុខស្រពោនហើយនិយាយថាបីវ៉ែនលើកនេះចប់ហើយខ្ញុំឃើញគេបែបនេះក៏សួរថាយ៉ាងម៉េចទៅមានរឿងអីកើតឡើងពេលនេះពួកវូជីចៅកំពុងតែរៀបចំពិធីជប់លៀងអបអសាទរឯងដឹងទេពួកគេបានតាក់ទងហ្គេមវូជាងនេះរួចរាល់ហើយថែមទាំងតាក់ទាញបានប្រាក់វិនិយោគដល់ទៅ 1000 លានទៀតផងប៉ុន្តែការវិនិយោគនេះហាក់ដូចជាកិច្ចសន្យាភ្នាល់គ្នាឆ្នាំទី1ត្រូវចំណេញ20 2ឆ្នាំក្រោយត្រូវចំណេញគុណនឹង2បើមានហ្គេមវូជាងនេះមែនពួកគេច្បាស់ជាអាចសម្រេចកិច្ចសន្យាភ្នាល់នេះបានមិនខានឯងថាចុះអាគូស្នេហ៍ចង្រៃ2នាក់នេះមិនក៏មានសំណាងម្លេះខ្ញុំនិយាយទៅកាន់យ៉ាវលីថាឯងកុំតន់អល់ភ័យមើលសិនទៅមិនបាច់ប្រញាប់ទេរឿងនេះស្ទើរតែច្បាស់ការទៅហើយអញគិតមើលអ្នកបង្កើតហ្គេមវូជាងនេះក៏មិនព្រមបើកភ្នែកឲ្យធំបន្តិចបែរជាទៅសហការជាមួយក្រុមហ៊ុនដែលហែទៅវិញអញដើររកមួយថ្ងៃហើយនៅតែមិនបានខូដសាកល្បងទៀតនៅទេឯងថាខូដសាកល្បងនេះពិបាករកដល់ហើយខ្ញុំទើបតែទទួលដំណឹងពេលរសៀលមានគេបញ្ចេញមកពីរបីសិបដែរទើបតែបំរុងនឹងទៅទិញតែលទ្ធផលគឺវាចាក់សោជាប់ជាមួយអេបកុំព្យូទ័រផ្ទាល់ទិញមកក៏គ្មានប្រយោជន៍ដែរឃើញទឹកមុខក្រៀមក្រំរបស់យ៉ាវលីខ្ញុំក៏ទប់សំណាចមិនបានសាច់ហើយនិយាយថាឡៅយ៉ាងអញចង់ដំណើរការហ្គេមនេះដល់ថ្នាក់នឹងផងប្រកាសហើយទោះខ្ញុំមិនបានចែកចាយក៏មិនឲ្យក្រុមហ៊ុនដែលហេជាអ្នកចែកចាយដែរវូជីចៅគឺមិនអាចដាច់ខាតពិតជាខាតបង់ហ្គេមមួយនេះមែនយ៉ាវលីនិយាយទាំងខឹងសម្បាខ្ញុំនិយាយទៅកាន់យ៉ាវលីថាខ្ញុំមានខូដសាកល្បងនៅទីនេះឯងចង់លេងទេប្រកាសជាចង់ភ្នែករបស់យ៉ាវលីបើកាន់តែធំសម្លឹងមកខ្ញុំទាំងមិនហ៊ានជឿឯងមានមែនឬបាយហ្វេនមានខ្ញុំឲ្យឯងខ្ញុំនិយាយរួចក៏ហុចខូដសាកល្បងមួយឲ្យយ៉ាវលីទទួលបានសាររបស់ខ្ញុំសម្លឹងមកខ្ញុំដោយក្តីសង្ស័យហាក់ដូចជានៅមិនទាន់ជឿនេះជារបស់ពិតមែនទេបាយហ្វេនគ្រាន់តែខូដសាកល្បងមួយសោះឯងចង់បានប៉ុន្មានខ្ញុំមានប៉ុណ្ណឹងកុំមកអួតពេកខ្ញុំទៅមើលសិនថាតើវាជារបស់ពិតឬអត់យ៉ាវលីរត់ទៅបន្ទប់លេងហ្គេមទាំងរំភើបក៏ប្រញាប់ទាញយកហ្គេមយ៉ាងលឿនចាប់ផ្ដើមលេងពេលដែលវាបញ្ចូលខូដសាកល្បងនោះក៏ចូលទៅក្នុងហ្គេមបានដោយជោគជ័យយ៉ាវលីស្រែកឡើងដោយក្តីរំភើបបាយហ្វេនខូដរបស់ឯងនេះគឺជារបស់ពិតមែនឯងបានវាមកពីណាឡៅយ៉ាងអំបញ្ញមិញខ្ញុំមិនបានប្រាប់ឯងហើយទេ
โคดเล้งสารบองเกมนี้ไอ้จ้องบ้านปนมานก็มีได้ยาวลีขยมนิเยแบบนี้ฉบับจีเนอร์มันตอนดังครูนเตสำเลังหมกขยมเตียงเพียงอ่อมบันมันไอ้นิเยท่าไอไปแวนมันบ้านชลายตอบบันต่อเตไปจีบโดใส่เรื่องนิเยท่าบ้ามันบ้านลือก็ให้เตอขยมเงียครูนดาสำดาวเตอร์บรรทบตะตูพนิวปนมานวินิตีกรอยหมกยาวลีประยับรถตามหมกปีกรอยให้นิเยท่าใบแวนอ่อมบันมันขยมสตับมันขอเตไอ้นิเยท่าโคดสารบองนุจ้องบ้านปนมานก็มีได้แมนเตมันขอเตตาไอ้สกอตเนี่ยบังการเกมวูแยงนี้หรือขยมดังสลับหายทาเนี่ยจุ่มนี้บังการเกมโดยจีไอ้นี้ใส่บันดาลฉบับจีจานไอ้ชับเตะตรงเกบันติเตอร์มันประกอบทาปูยื่งไอ้นังดันดามบ้านมุนเกเตดำใบดันดามยกสิทธิวินิยกนังปฏิบัติการเกมนี้พเนกระบอยาวลีพลือเพลย์หักใบโดยจีเมอร์เคยปนลือในกระไดสังคมขยมปิดจีสกอตเนี่ยบังการเกมนี้แมนกรอนแต่ขยมนิเยดอนนี้ตุรุซับก็สลับแต่โรดลางขยมเมอร์เล็กเนี่ยได้คอหมอกก็เคยทาจีลือรุยนคอหมอกสำเล็งลือรุยนบันเลอหมอกปิมขังตีดแชงใบแฟนព័ត៌មានថ្ងៃនេះបងប្រហែលជាបានមើលហើយមែនទេអូនប្រាប់បងចុះបងកុំគិតថាខ្លួនឯងសំខាន់ពេកក្រុមហ៊ុនហ្គេមដែលហែយើងអត់ពីបងទៅគឺអភិវឌ្ឍបានកាន់តែល្អមិនយូរប៉ុន្មានទេពួកយើងនឹងទិញបានហ្គេមថ្មីមួយថ្ងៃមុខការអភិវឌ្ឍគឺមានតែល្អជាងមុនទេមកទៅសำលេងរបស់លឺរួយអនពោពេញទៅដោយការអួតអាងខ្ញុំស្ដាប់ហើយក៏តបដោយស្ងប់ស្ងាត់ថាអញ្ចឹងក៏សូមអបអរសាទរផងបងពិតជាគួរតែអបអរសាទរអូនមែនអូនប្រាប់បងចុះពេលនេះអូនកំពុងតាក់ទងគ្នាជាមួយយាយចោហើយអូនមិនមែនទេតាមពិតអូនបានតាក់ទងគ្នាជាមួយយាយចោតាំងពីយូរមកហើយតាមពិតតាំងពីនៅរៀនសាកលវិទ្យាល័យម្លេះដែលពួកយើងតាក់ទងគ្នាពេលនោះខ្ញុំស្ដាប់សំឡេងរបស់លឺរួយអនគឺមានជាតិស្រវឹងជាក់ស្ដែងគឺនាងផឹកមិនតិចទេទោះបីជាខ្ញុំមិនដឹងថានាងចង់និយាយអីបន្តទៀតអត្ថន័យបែបណាតែខ្ញុំក៏បានចុចថតសំឡេងស្ងាត់សំឡេងរបស់នាងនៅតែបន្តបន្លឺឡើងពីម្ខាងទៀតពេលនោះអូននិងយាយចោស្រឡាញ់គ្នាជីចៅចាប់អារម្មណ៍លើហ្គេមរបស់បងក៏ឲ្យអូនមកតាក់ទងបងទៅប៉ុន្មានឆ្នាំមកនេះពេលទំនេរពួកយើងតែងតែលួចជួបគ្នាលួចលាក់ក្បត់ក្រោយខ្នងបងមិនដឹងជាប៉ុន្មានដងទេរ៉េងបៃវ៉ែនពេលនេះបងច្បាស់ជាខឹងខ្លាំងណាស់ហើយមែនទេបងខឹងស្ទើរឈួតហើយមែនទេខ្ញុំមិនខឹងទេបងប្រកាសជាខឹងលោតតតហើយមែនទេប៉ុន្តែបងគ្មានវិធីធ្វើអីអូនបានទេត្រូវអត់បងបានត្រឹមតែខឹងដោយគ្មានសមត្ថភាពធ្វើអ្វីយីសំឡេងដ៏គួរឲ្យចង់សាច់របស់លឺរួយអនខ្ញុំពិតជាហួសចិត្តមែននៅទីនេះអូននៅមានរូបថតស្និទ្ធស្នាលរបស់ពួកយើងជាច្រើនទៀតអូនផ្ញើឲ្យបងមើលចុះឲ្យបងខឹងស្លាប់មិនយូរប៉ុន្មាននាងក៏ផ្ញើរូបថតនោះមកសុទ្ធតែជារូបភាពស្និទ្ធស្នាលជាមួយវូជីចុះខ្ញុំមិននឹកស្មានសោះថាលឺរួយអនពេលស្រវឹងស្រាអាចធ្វើរឿងដែលគួរឲ្យចង់សាច់បែបនេះសោះខ្ញុំសេវរូបថតទាំងនោះទុកម្ដងមួយមិនបាននិយាយអ្វីទាំងអស់នាងនៅតែបន្តនិយាយថាយ៉ាងបៃវ៉ែនពេលនេះអូនដឹងហើយឬនៅថាខ្លួនឯងជាមនុស្សគួរឲ្យចង់សាច់កម្រិតណាបងគ្រាន់តែជាធ្លុកម្នាក់ប៉ុណ្ណោះនាងជេរប្រមាថខ្ញុំអួតអាងហាក់បីដូចជាខ្លួនឯងជាអ្នកឈ្នះនិយាយចប់ហើយឬនៅនិយាយចប់ហើយស្រួលចិត្តណាស់យ៉ាងបៃវ៉ែនអូនប្រាប់បងចុះអូននឹងនិយាយចោលថ្ងៃក្រោយនឹងក្លាយជាមនុស្សលំដាប់ខ្ពស់ចំណែកបងគឺបានត្រឹមតែរស់នៅក្នុងជ្រុងដងងឹតជារៀងរហូតប៉ុណ្ណោះអូនមិនដែលស្រឡាញ់បងទេហើយក៏មិនដែលពេញចិត្តបងដែរខ្ញុំក៏ដូចគ្នានិយាយចប់ខ្ញុំក៏បិទទូរស័ព្ទខ្ញុំដើរត្រឡប់មកពីយកផ្ទះវិញរ៉ាលីកំពុងរងចាំខ្ញុំមើលទៅគេមានទឹកមុខរំភើបយ៉ាងខ្លាំងហាក់ដូចជាមានពាក្យជាច្រើនចង់និយាយជាមួយខ្ញុំក៏មិនរងចាំឲ្យគេនិយាយចេញមកដែរនិយាយកាត់មុនថាត្រូវហើយเกมមួយនេះគឺខ្ញុំជាអ្នកបង្កើតគ្រាន់តែនិយាយចប់ភ្លាមរ៉ាលីបើកមាត់ធំបង្ហាញទឹកមុខភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្លឹងមកខ្ញុំដោយកែវភ្នែកស្ទើរតែមិនជឿឯងនិយាយថាអីខ្ញុំស្ដាប់មិនច្បាស់ទេឡោយឯងស្ដាប់ឲ្យច្បាស់เกมដែលមានឈ្មោះថាវូជាងនេះគឺខ្ញុំជាអ្នកបង្កើតឯងចាប់អារម្មណ៍ចង់វិនិយោគទេរ៉ាវីស្ទើរតែលោតកញ្ឆេងទៅហើយប្រញាប់និយាយមកខ្ញុំថាប្រកាសជាវិនិយោគហើយខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់អញ្ចឹងញីទេពេលនេះឯងរៀបចំក្រុមមួយដើម្បីបង្កើតចំនួនទូរស័ព្ទដៃមួយសប្តាហ៍ក្រោយចំនួនកុំព្យូទ័រនឹងបើកឲ្យលេងជាផ្លូវការរ៉ាវីនិយាយភ្លាមថាល្អគ្រប់យ៉ាងស្ដាប់តាមការរៀបចំរបស់ឯងពេលនេះត្រូវការលុយប៉ុន្មានខ្ញុំនឹងវេរឲ្យឯងភ្លាមឯងមានលុយប៉ុន្មានក្នុងកុងខ្ញុំពេលនេះមានសាច់ប្រាក់300លានឯងចុះបញ្ជីក្រុមហ៊ុនមួយសិនទៅបន្ទាប់មកវេលុយទាំងអស់ចូលកុងក្រុមហ៊ុនទៅម្យ៉ាងទៀតខ្ញុំត្រូវការរៀបចំក្រុមមួយគ្មានបញ្ហាខ្ញុំចេញតែមុខទេរឿងឯងជាអ្នកធ្វើពិតណាស់ឯងត្រូវការឲ្យខ្ញុំធ្វើអីគ្រាន់តែប្រាប់មកខ្ញុំច្បាស់ជាសហការជាមួយឯងយ៉ាវលីនិយាយយ៉ាងលឿនធ្វើមុខដូចជាខ្លាចខ្ញុំបដូរចិត្តអញ្ចឹងចូលគេងសិនទៅគេងពេលនេះមិននឹងអាចគេងលក់ទៅរឿងធំយ៉ាងនេះយ៉ាវីហាក់ដូចជានៅនិយាយមិនទាន់អស់ចិត្តចំណែកខ្ញុំមិនខ្វល់ពីគេក៏ដើរចូលបន្ទប់បាត់ពិតណាស់ខ្ញុំក៏គេងមិនលក់ដែរខ្ញុំបើកហ្គេម
ก็เคยวุจีจบญาซาหมกขยมจีจรานนัดจุบขยมไอนังขยมมันตบเวนเตแต่บรรต่ออัปเดตเกมเตียขยมกรวอเป็นมวยยกขยมเตยจับดามแผนการส่องสักจุ่มเฮียนตีปีระบอกขยมเตยแต่เพื่อเอากูสแนจังไรนี้ส่องดำไหลขยมบ้านเป็นเจงสิกได้ประกาศมวยในขนมเกมปรับท่ามวยสัปดาห์กรอยเกมหนึ่งบักเอาเลงจีเพลกาเนี่ยเลงรอบโรยเนี่ยในขนมเกมก่อนน้องขณีนี่ยัยดอยก็ได้รวมเพิบท่าทั้งไงกรอยขยมคือจีเนี่ยจึงจะหายขยมก็โดยขณีรวมเพิบจัดนะเกมละออย่างนี้กู้แต่เอากรุบขณีบ้านเลงแต่งออกขณีชื่อท่าเนี่ยได้บ้านโจหมกเลงฉบับจีมันขอบน้องเตเคลื่อนซาบักเอาเลงจีเพลกาเตอบ้านประกาศวุจีเชาบ้านพญาซาหมกขยมปรับท่ากรมหุ่นเกมได้ให้ระบบปูเกบ้านเตรียมคลูนรุยรอหายเตรียมคลูนสหการจีมวยกาบักเอาเลงจีเพลการระบบวุจีเองกรุบเปเวลีขยมซาจมออกนงจัดมโนวิรวนังเกเตเปเวลีกันลองพดเตยอย่างเลือนและบื้นระบบเยาวลีก็เลือนนาได้เกปรับขยมท่าขยมบ้านยกลอยปรามรอยเลียนปีเตะหมกติดหายเปนิตุนมีนกรุบกรอนอาสหการจีมวยเองกรุบเปกันไลน์เฟื่อกาก็รีบจอมรุยรอในเซนยานิเองกรมหุ่นก็เจ้าบัญชีรุยรอหายได้และอ๋อประสิทธิภาพการเงียเองเลือนนะประกอบหายเกมวุจีเองนิขยมทำไมนี้เล่นดัดยุบประมาณไงหายปัดปีศาจปัจจีออกจานะว่าเจนจีเพลกาที่นี่ทาละใบกราดเป็นนุเนขนมตุลตัวกำปงจับไซวิดีโอได้วูจีโจบดอบัดสัมเพียเอาปอร์เมียนวูจีโจเสลียเปียสมซูนโดยมนุษย์ตรมเตอปีที่ก่อสู้เกธาหรือทาปุโลกนังคางเกมวูเจงบ้านเมียนกาสหการคณีอย่างซีจุมระหายตาจีเรื่องเปิดเตบัดเปิดแมนผู้ยื่งหนึ่งในอภิวัตเกมวูจีเองบ้านปีพิษาคณีอย่างซีจุมเราก็จับอารมณ์หนึ่งกรมหุ่นยื่งคลังนะก็ถ้ามันอยู่เตจบ้าจีอาโจเกตสัญญาหากาคณีมันคานยาวลีเคยตัดพิบนี้ก็นิยายทาขมินเกตคมาสแมนปัจจีขมินเกตคมาสแมนใบแวนอันเกิดเมื่อเลโลกนี้ไม่ก็มีมนุษย์อัดขมาหันจังผู้เกปัจจีเฮียนนิยายเจนมอกรุปเปียแต่งอมันไอเตแล้วเจงเปนี่อันอาจบักสันนิเซตกาเซตบานหายกาบักเอาเลนจีเพลการระบยื่งเตอร์เทอร์มนกำนดยาวลีและให้ก็เพียงประมาณวินิตีนิยายทาใบแวนประยับอย่างนี้หรือพลิมเปกรือกรอนแต่เมื่อมันโยสกรรมพิบอุดอังระบวีอันกงปรับนาทาอันรบมนุษย์มันบานยาวีและให้ก็นิยายโดยทูสราวทาใบแฟนไอนิยายปีไอนังมนุษย์ขยมมีนจรานะกงบารอมกันละไงฉบับจีรีบจอมรุยรัวลอเตอให้ดอเปนูอันเตอจีมวยขยมได้เตเตอปัจจีเตอให้ยาวลีสรับแต่รมเพิบจัดลางนิยายทาอันเกิดเมื่อบาวูจีโจนังเลือกเรียนเคยตัดพิบนี่ดอเปนูตาปูเกนังมีนตึกหมกแบบนาปูเกมีนตึกหมกแบบนาขยมมันควอเตขยมกรอนแต่จ้องเอากูสไนจังไรนี้ตัวตัวโรงกาสังสัตปนนอมองใบโรซิลซันนิเซตกาเซตบังฮังเกมประพฤติจีเพลกาซันนิเซตมวยมองนิยัยสัตแต่ปีเรื่องเกมเปลเกมบักเอาเลงจีซาเทระนะปีดำบงมีนเนี่ยเลงเติมแต่ใบเตอร์บุนเลียนเนี่ยปนนอกรอนแต่ปีซิลระโหดดอยบสรับแต่มีนเนี่ยเลงรอบเลียนเนี่ยสำหรับโจเนี่ยบังการมีดกายกริกมวยจำนวนเนี่ยรีวิวเกมนี่น้อมคณีสะเลงเกมทำไมนี่ให้ไทม์เตียงปดอกาวีดำลายอย่างผู้เตียบพองเพราะให้จีมวยสัปดาห์กลอยหมอกจำนวนเนี่ยเล่นเกมสรุปก่อการลังเลือดับเลียนเนี่ยขนมมวยสัปดาห์นี้วุจีเจ้าหนึ่งลือรู้ยันบานคอหมกขยมจีจรานดองขยมมันบานชลายตบสมใบมวยดองเพราะให้จีมวยคายกลอยหมอกตำไลพิฮุนกรมฮุนเกมได้เฮทและเจ้าออกเปียกันดาเตยขนมกรมฮุนก็เล็กลือดำนังกัดบันทอยบกกลึกยาวลีก็นิยัยปรับขยมทาใบแฟนทำไมนี้กรมฮุนยังมีเนี่ยได้สมลีชุบปีกรมฮุนเกมได้เฮหมกสัมเพียกางีขยมปฏิเสธเจ้าแต่งออกหายเล่าแจงบามีนมนุษย์สะสมปูยังเนื้อแต่อาจจะตัวยกบานกงวีดำไลจีรุมแต่งออกแบบนี้ยาวีไซบันเตกรุ่นนิยัยทาขยมดังหายมวยคายตีดเกมจุ่มนอนตุรศัพท์ระบยังก็อาจเจนจีเพลกาบานได้ขยมมกบ้าบังหายทาดังหายเพราะให้จีเกมจุ่มนอนตุรศัพท์เจนบานมวยสัปดาห์ก็ตัวบานกากอมโตรปีเนี่ยเลงรอบสับเลียนเนี่ยอย่างชับหรอฮะเกมวูเจียงมวยนี้เตอร์บานเกวีดำไลท่ามันยูเต้หนึ่งมีนดำไลเลือมวยเมินเลียนทั้งไงมวยเปขยมเจนปีเทอร์กาขยมเคยมีลานมวยเครื่องจัดเนอร์มอดเฟียขยมเติบแต่ดาวบ้านปนมานจมเฮียนก็เคยวูจีเจ้านังเลือรวยยันดาวหมกรกขยมเนี่ยแต่งปีขมีนซอเพียบอุดอังโดยกาปีมนติเตมีนแต่สเพียบตรตรงปนนอปูเกดาวหมกโชเนอร์หมกขยมสำลังเมอปูเกดอยตึกหมกตระเจสไรปูไอหมกเทอไอวูจีเจ้าเลิกได้แต่กำเพลียงคลุนไอมวยได้รุ่นนิยัยทาใบแวนเรื่องกันลองหมกคือปูยังเข้าจมปูไอหายส้มอังไวร์ดอลอกาเอาปูยังมาดองเตอเลือรุยันก็นิยัยได้ทาบาบองมันดอลเอากาเอาปูยังเตปูยังฉบับจีสลับมันคานยกโยดอมโนสินเจตนาระบบปูยังแต่งใบเนี่ยกันลองหมกส้มบองกลมกัดเพลรู้ระบบปูยังบานเตตกเพลรู้เอาปูยังมวยพองขยมสำลังเมอเนี่ยแต่งปีดอยแก้วพเนตระเจเพลรู้หรือโจปูไอทลบตกเพลรู้เอาขยมได้เตขยมไซจมออกขนมเจ็ดส้มโตพอง
រឿងគ្រប់យ៉ាងត្រូវពឹងលើខ្លួនឯងពួកឯងធ្លាក់ខ្លួនដល់ថ្នាក់នេះគឺសុទ្ធតែធ្វើខ្លួនឯងនិយាយចប់ខ្ញុំក៏ដើរទៅមុខទើបតែដើរបានប៉ុន្មានជំហានអ្នកទាំងពីរក៏រត់តាមមកអ្វីដែលខ្ញុំនឹកស្មានមិនដល់គឺវូជីចៅនឹងលឺរួយអនស្រាប់តែលុតជង្គង់ផឹបលុតជង្គង់នៅមុខខ្ញុំដើម្បីសុំការអភ័យទោសឲ្យខ្ញុំផ្ដល់ឱកាសឲ្យពួកគេម្ដងទឹកមុខមើលទៅគួរឲ្យអាណិតខ្លាំងណាស់សុំទោសផងពួកឯងមានទីបញ្ចប់បែបណាគឺគ្មានពាក្យពាន់អីនឹងខ្ញុំសំបីមួយកាក់មួយសេងនិយាយពាក្យនេះចប់ខ្ញុំមានអារម្មណ៍ថាស្រួលខ្លួនយ៉ាងខ្លាំងខ្ញុំដើរចេញទៅយ៉ាងលឿនទុកពួកគេចោលនៅទីនោះប្រហែលជាមួយឆ្នាំក្រោយមកក្រុមហ៊ុនហ្គេមដែលហេបានខ្សែធនក្រុមហ៊ុនចាញ់កិច្ចសន្យាភ្នាល់អ្នកទាំងពីរជំពាក់បំណុលវ៉ាន់ដុកវូជីចៅទ្រាំនឹងសម្ពាធលេងបានចុងក្រោយក៏លោតអាគារសម្លាប់ខ្លួនលឹករួយក៏ទទួលរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងคล้ายជាមនុស្សវិកលចរិតត្រូវបានបញ្ជូនចូលមន្ទីរពេទ្យពេលខ្ញុំមានដំណឹងនេះហើយក្នុងចិត្តគ្មានអារម្មណ៍តក់ស្លុតសំបីបន្តិចគ្រាន់តែយល់ថាពួកគេធ្លាក់ខ្លួនដល់ថ្នាក់នេះសុទ្ធតែមកពីធ្វើខ្លួនឯងប៉ុណ្ណោះ